អូខេតោះអញ្ចឹងយើងអាចចាប់ផ្ដើមបានហើយណាបាទអូខេអញ្ចឹងយើងនឹងមកសិក្សារបៀបធ្វើការ modeling ទៅលើ object ទាំងអស់នេះគុំគ្នាក្នុងបន្ទប់មួយអញ្ចឹងណាបែបសាមញ្ញទេអត់អីច្រើនទេបន្ទប់របស់យើងមានជាលក្ខណៈប្រអប់4ជ្រុងធម្មតាអត់មានខាងមុខខាងអីគេចំហៀងនេះអត់មានខាងលើអត់មានទេមានតែជីខាងលើនេះអូខេអញ្ចឹងយើងធ្វើមិនចាប់ដើមពីណាទៅមុនអូខេអញ្ចឹងមុននឹងចាប់ផ្ដើមសម្រាប់ថ្មីចឹងសម្រាប់អ្នកដែលចេះហើយប្រហែលជាដំបូងនេះអត់បញ្ហាទេព្រោះតើទៅជាមួយនឹង navigation គឺយើងនឹងសិក្សាអំពីការបង្វិលការ zoom អីហ្នឹងកិលប្លង់កាមេរ៉ារបស់យើងនឹងធ្វើមិនខ្លះអញ្ចឹងឧទាហរណ៍យើងមាន object មួយផ្ទៃដំបូងយើងបើកមកចេះពីយើងបង្កើតថ្មីមកណាគឺយើងមានផ្ទៃធម្មតាយើងមាន grid មាន world axis របស់វានេះ world axis នេះជាទូទៅមិនថាទៅកម្មវិធី cinema កម្មវិធីផ្សេងទៀតក៏ចឹងដូចគ្នាវាមាន axis របស់វា3សំខាន់វាហៅ 3D គឺអា3ហ្នឹងហើយអញ្ចឹងណាអញ្ចឹងមានអា3អីខ្លះមានអា x y ហើយនិង z គាត់ទៅកម្មវិធីខ្លះអា z វាទៅលើវិញអា y នេះទៅក្រោយវិញអញ្ចឹងទៅប៉ុណ្្នឹងទេដូចជា blender អញ្ចឹងគឺបែបហ្នឹងប៉ុន្តែ cinema របស់យើងអាវា x តំណាងឲ្យពីមុខអាឆ្វេងស្ដាំy អាលើក្រោមហើយនឹង z គឺអាអីគេមុខក្រោយជម្រៅរបស់វាហ្នឹងយើងមើលទៅឆ្ងាយអញ្ចឹងទៅអូខេអានេះហៅថា world grid នេះជា grid របស់វានេះជា world axis របស់វាយើងចង់ពវល់ឥឡូវឧទាហរណ៍និយាយពី navigation ដំបូងណាមានដំបូងមកមាន world axis ធម្មតាអញ្ចឹងចង់ពវល់ឬរំកិលយើងធ្វើអញ្ចឹងចង់ពវល់ចង់ zoom ចង់រំកិលវាអញ្ចឹងយើងធ្វើម៉េចគឺយើងប្រើ keyboard shortcut keyboard shortcut យើងអាចប្រើលេខ1លេខ2លេខ3ក៏បានឧទាហរណ៍ចុចលេខ1អញ្ចឹងមកឆ្វេងជាប់មកយើងអាចរំកិលបាននេះឃើញទេចុចលេខ1ឲ្យជាប់ណាហើយយើងរំកិលបានចុចលេខ2វិញយើងអាច zoom បានឃើញទេលេខ3យើងបវលឃើញទេយើងបវល viewport របស់យើងហ្នឹងអូខេឬម្យ៉ាងទៀតយើងអាចប្រើ keyboard shortcut ចុច alt key អូខេហើយបើ keyboard ទាំង3របស់យើងមានឆ្វេងកណ្ដាលហើយនិងស្ដាំអញ្ចឹងឧទាហរណ៍ចុច alt key ឬក៏ alt key របស់យើងហ្នឹងក្នុង Mac គេហៅ option key ចុច mouse ឆ្វេងយើងបវលវាឃើញទេហើយចុច mouse កណ្ដាលគឺយើងកំកិលវាចុច mouse ស្ដាំគឺយើង zoom វាតែប៉ុណ្្នឹងឯងហើយមួយទៀតចង់ zoom ចង់រំកិលហ្នឹងយើងអាចប្រើខាងលើនេះមានបាត់ដៃមានសញ្ញា zoom ហើយនិងសញ្ញាគេ orbit ហ្នឹងហៅថា orbit បង្វិលយើងហ្នឹងចឹងយើងអាច pan បាន pan កាមេរ៉ារបស់យើងអានេះអាច zoom ឃើញទេអានេះអាចអីគេ orbit ជុំវិញបានឃើញអត់អូខេអញ្ចឹងទៅ navigation មានតែប៉ុណ្្នឹងឯងនៅលើ viewport របស់យើងណាចឹងសង្ឃឹមថាអត់ជាបញ្ហាទេបន្តមកទៀតយើងចាប់ផ្ដើមនិយាយអំពីអីគេការបង្កើតអញ្ចឹងចង់សិក្សាលម្អិតថែមទៀតទៅលើការ navigation មាន object សិនមិនអញ្ចឹងអត់តែមាន object ទេគឺយើងអត់អាចធ្វើអីបានទេអូខេអញ្ចឹងចង់បង្កើត object ក្នុង Cinema 4D យើងបង្កើតយ៉ាងម៉េចអូខេខ្ញុំអត់ទាន់និយាយអីច្រើនទៅលើ tool ទៅលើអីទេខ្ញុំបង្កើត object យកហ្មងដើម្បីយើងបង្កើតអីគេនេះបន្ទប់របស់យើងនេះមួយមកអូខេគេហៅថា isometric ហ្នឹងណាយើងមើលទៅឃើញលក្ខណៈជ្រុងជ្រុងអីចឹងទៅអូខេអញ្ចឹងឧទាហរណ៍ចង់បង្កើតបន្ទប់នឹងមួយលក្ខណៈប្រអប់4ជ្រុងអញ្ចឹងយើងចាប់ដើមពីណាទៅចាប់ដើមពីប្រអប់ទៅមុនអូខេអញ្ចឹងយើងចាប់ដើមមើលទៅលឿនទៅហ្មងទៅហើយធ្វើវាយកហើយចឹងឆ្ងល់កន្លែងណាសួរកន្លែងហ្នឹងអូខេអញ្ចឹងទៅខាងស្ដាំដៃរបស់យើងនេះយើងមាន object មួយចំនួនមានច្រើនមានចំនួនមានច្រើនខាងលើគេមកយើងមានអីគេនេះមាន null object មួយមានអីទៀតវាមានជា spline មានជា primitive object ឬគេហៅថា parametric object ទាំងអស់ហ្នឹងយើងអាចធ្វើការបង្កើតវាជា basic របស់យើងហើយចាប់ផ្ដើមគ្រប់យ៉ាងពីអស់ហ្នឹងទៅបើយើងអត់ទាន់ចេះពួកហ្នឹងអស់ទេពេលយើងបង្កើត object ផ្សេងគឺយើងអត់នឹងចាប់ពីណាទៅទេអញ្ចឹងណាហើយ object ដែលសំខាន់ដែលពេញនិយមជាងគេគឺ cube plane disk cylinder ហើយនិង sphere 3ហ្នឹងគេប្រើច្រើនជាងគេ5ហ្នឹងឯងមាន3 5ហ្នឹងច្រើនជាងគេហើយឥឡូវឧទាហរណ៍ចាំបង្កើតបន្ទប់4ជ្រុងមួយជិះយើងបង្កើតឲ្យគេយកមួយណាយក cube មួយនេះយើងចូលតាមនឹងក៏បានជួយជាប់ហ្នឹងហើយនេះយើងឃើញអា cube ហ្នឹងជួយជាប់មកជីមកឲ្យយើងហើយអាផ្ទាំងហ្នឹងយើងអាចជីមកក្រៅបានឧទាហរណ៍ដាក់ cursor លើនេះឃើញពណ៌សនេះចុចប៉ុចមករំកិលបានទៀតឃើញអត់វាតូចពេកឧទាហរណ៍ចង់ឲ្យវាធំចុចម៉ៅស្ដាំលើវាមកវាមាន icon size នេះយើងដាក់ large icon នេះមកវាធំហើយចឹងយើងអាចស្រួលមើលចឹងយើងចុចលើហ្នឹងហ្មងក៏បានប្រចាំចុចនេះឲ្យជាប់ម្ដងវាពិបាកមិនចឹងទេចឹងយើងបាក់ដាក់ក្រៅមកគឺអូខេនេះ navigation របស់យើងដែរអូខេឥឡូវយើងបង្កើតប្រអប់មួយ cube មិនចឹងចឹងយើង cube ហ្នឹងមកបចមកនេះបានប្រអប់មួយមកហើយអូខេប្រអប់របស់យើងមានអា3ដូចគ្នាមាន x y ហើយនិង z ឃើញអត់មុននេះយើងឃើញ world axis របស់យើងមាន x y ហើយនិង z មិនចឹងពេលបង្កើតប្រអប់មកវាមានអីគេដែរ x y ហើយ z ដូចគ្នាតំណាងឲ្យអីគេ z ហ្នឹងគឺជម្រៅរបស់វា x គឺអាឆ្វេងស្ដាំ y គឺលើក្រោមអូខេកម្ពស់របស់វាហ្នឹងអញ្ចឹងយើងចុច all key ម៉ៅអីគេម៉ៅស្ដាំយើងអាច zoom មកចិត្តមកចុច all key ដដែលម៉ៅឆ្វេងបង្វិលវាមកអញ្ចឹងទៅអូខេពេលបង្វិលហ្នឹងឧទាហរណ៍ពេលយើងបង្វិល object របស់យើងនេះ
ពេលkhácទាញចុះទាញឡើងវិលពេញនឹងឃើញអត់ច្រឡំដៃផុតទៅណាទៅណីចឹងទៅចង់ងាយស្រួលក្នុងការបង្វិល object របស់យើងនៅក្នុង viewport ខ្ញុំចូលឡើងនេះមកកាមេរ៉ានេះ navigation ខ្ញុំឲ្យទៅយើងជ្រើសរើសយកពាក្យថា cursor mode ចាំឡើងហ្នឹងណាយក cursor mode ស្រួលជាងគេស្អីឧទាហរណ៍ខ្ញុំចាប់បង្វិលវាខ្ញុំដាក់ cursor របស់យើងនេះឲ្យចាំកន្លែងណាមួយឧទាហរណ៍កន្លែងកណ្ដាលនេះដាក់ចាំឡើងហ្នឹងមកជួយ alt key ជួយឲ្យជាប់យើងបង្វិលមកគឺវា highlight ហ្នឹងគេវា highlight ហ្នឹងអត់ទេមានខ្វែងមួយចឹងបង្វិលជុំវិញហ្នឹងហ្មងចឹងវាអត់រត់វិញទៅមកពេញហ្នឹងអញ្ចឹងទេតោះណាអូចាំបង្វិលឡើងក្រោមនេះដាក់ cursor ចាំអាក្រោមហ្នឹងមកជួយ alt key បង្វិលជុំវិញហ្នឹងមកឃើញស្រួលទេអូខេចឹងម្ដងទៀតចង់បង្វិលវាយើងប្រើកាមេរ៉ា navigation cursor mode ចឹងយើងងាយស្រួលប្រើអានេះគឺល្អផ្សេងគ្នាតែមួយប្រើច្រើនជាងគេ cursor mode ហ្នឹងណាអូខេមួយទៀតឧទាហរណ៍យើងពងទាញចុះទីឡើងនេះបង្វិលទៅវាខុសទីតាំងបាត់ឃើញអត់ហត់បាត់អស់ link ចឹងចង់ហៅមកដើមវិញយើងធ្វើម៉េចយើងមានពីរវិធីលើបិទឲ្យចោលសិនឧទាហរណ៍ពេលយើងបង្កើត object ហើយវាបង្កើតឡើងនេះមាន cube មួយនៅក្នុង object manager អានេះហៅថា manager មានច្រើនសិតតែ manager ទាំងអស់ឃើញអត់អញ្ចឹងចេញមកប៉ុណ្្នឹងឧទាហរណ៍ចង់អីគេចង់ហៅ cube មកវិញឈរលើវាមកហើយដាក់ cursor ខាងក្រៅនេះមកចុះអក្សរ S វាមកវិញឃើញអត់ S នោះគឺវាថាមកទៅគឺ frame selected អញ្ចឹងយើងបាន select វាហើយវានឹង frame ឲ្យយើងឃើញពេញនឹងតែម្ដងព្រោះនេះប៉ុណ្ណឹងអូខេឬម្យ៉ាងទៀតឧទាហរណ៍ទៅបាត់ដែរអញ្ចឹងអក្សរ H មួយមកអក្សរ H របស់យើងហ្នឹង H key ហ្នឹងអាហ្នឹងយើង frame all យើងឃើញទាំងអស់មកវិញទាំងអស់មាន10 object បង្ហាញទាំង10យល់ទេអញ្ចឹងយើងបានមកដូចគ្នាមកចាប់ select ក៏បានដែរអាហ្នឹងអូខេហើយមួយទៀតឧទាហរណ៍យើងបង្វិលចុះបង្វិលឡើងវាខូចតង់ទីដើមរបស់យើងនេះអា Z មកមុខអា X ទៅឆ្វេងអីចឹងទៅវាខុសអស់យើងអស់ហើយអញ្ចឹងពិបាកបង្វិលទៅវិញមិនអញ្ចឹងហ៎អញ្ចឹងយើងអាចចូលមកកាន់ view យកពាក្យថា frame default នេះគាត់ទេជាលើ frame default មកវាទៅដើមវិញទាំងអស់ទៅអ្វីយើងបើកដំបូងពេលយើងបង្កើតថ្មីណាគឺវាមកធម្មតាទាំងអស់គាត់ទេអូខេអញ្ចឹងប៉ុណ្ណឹងទៅជាមួយនឹង navigation យើងហ៊ានបដាពេលបង្កើត object ហើយឥឡូវយើងចាប់ដើមមើលទាំងអស់គ្នាពេលយើងបង្កើត cube មកមានកើតឡើងវាបង្កើតនៅចំកណ្ដាល vertex axis ចំកណ្ដាលនេះយើងអូសមកមើលនៅចំកណ្ដាលនេះ control Z មកវិញមកអញ្ចឹង undo control Z control Y redo control Z undo តោះណាអូខេអញ្ចឹងវាចំអីគេនៅចំកណ្ដាល vertex axis អញ្ចឹងឧទាហរណ៍ខ្ញុំចង់ឲ្យអីគេ cube របស់យើងនេះនៅពីលើអីគេ vertex axis អីគេ vertex axis របស់យើងនេះគេហៅ floor plan គឺគេដូច floor របស់យើងអញ្ចឹងជាទូទៅយើងឈរនៅលើដីមិនអញ្ចឹងហ៎ចុះពេលបង្កើតមកវាគេនៅពីលើពាក់កណ្ដាលទៅក្រោមពាក់កណ្ដាលយើងឃើញអត់នេះ floor plan របស់យើងនេះលើពាក់កណ្ដាលក្រោមពាក់កណ្ដាលយើងអាចធ្វើការគេរំកិលវាឲ្យចំនៅលើ floor របស់យើងបានរំកិលឡើងមកឧទាហរណ៍រំកិលមកពេលរំកិលមកដឹងចំអត់ទេយើងពិបាកមើលមិនអញ្ចឹងហ៎អូខេអញ្ចឹងក្នុងករណីអញ្ចឹងយើងចង់មើលឲ្យស្រួលមានថាម៉េចយើងមើលចំពីមុខចំពីលើចំពីឆ្វេងពីស្ដាំមកហើយស្រួលមើលអញ្ចឹងចង់បដូរ view វាឲ្យឃើញពីមុខយើងធ្វើម៉េចចុចបានកណ្ដាលដាក់ cursor ឯណាដាក់ cursor លើនឹងមកចុចបានកណ្ដាលមួយពងឃើញអត់វាបង្ហាញ4គេថា orthographic view ចុចមានតែគេខ្លះមាន perspective អានេះហៅថា perspective ដែលយើងអាចធ្វើការបង្វិលបានគ្រប់កន្លែងអញ្ចឹងណាអាហ្នឹង perspective មាន top យើងមើលពីលើអូខេមួយទៀត right យើងមើលពីស្ដាំទៅហើយមួយទៀតគឺ front យើងមើលពីមុខអញ្ចឹងអារម្មណ៍មួយទៀតពេលយើងបង្កើតបទដំបូងអញ្ចឹងយើងឃើញអត់zoom ចិត្តទីមើលនេះអត់តន់ចំនេះគេយើងអូសនេះបើប្រហែលមិនអញ្ចឹងតែបើពីមុខមកអត់តន់ចំទេបើថាបើចំលើ floor ទៅចំលើអីគេនេះ x នេះពណ៌ក្រហមនេះអាហ្នឹង floor របស់យើងហើយ work ហៅថា vertex axis មិនអញ្ចឹងហ៎យើងទៅបង្កើតឡើងចំហ្នឹងមកចំនៅ 100% នៅអត់ចំ 100% ទេពេលខ្លះយើងស្មានដែរទេមិនអញ្ចឹងហ៎មានវិធីសាស្ត្រដើម្បីឲ្យចំ 100% អូខេមានពីរបីវិធីអញ្ចឹងទៅហើយយើងបង្ហាញគ្នាបដាតើតើជាមួយនឹងការ view យើងឃើញថាលើនេះមានពណ៌ស cube របស់យើងណានៅក្នុង front view អត់មានអីទាំងអស់មានតែអីគេ wireframe យើងឃើញអត់នេះជាខាងមកពណ៌ខ្មៅអញ្ចឹងឧទាហរណ៍ចង់ឲ្យវាទៅជាពណ៌អីគេពណ៌សអញ្ចឹងដែរយើងធ្វើម៉េចយើងចូលបង្កើត option របស់យើងនេះoption display យកពាក្យថា Goro setting នេះអូខេ Goro setting មាន2មាន setting ធម្មតាមួយទៀតមាន line ឥឡូវឧទាហរណ៍យក setting បោចមកចេញពណ៌សមកឲ្យយើងដូចគ្នាអត់ដូចយើងពីមុខចេះចំពីមុខអញ្ចឹងឃើញដូចគ្នាអត់អូខេអញ្ចឹងគេមួយទៀត line Goro setting line ហ្នឹងអីគេចុចមើលចុចហ្នឹងមកវាមានអីគេមានពណ៌ផងវាមានបន្ទាត់ជុំវិញផងសុំរបស់វា frame របស់វាហ្នឹងអានេះមើលនេះមានអត់មានទេចុចអីគេ display Goro setting line ចុចមកមានខ្មៅជុំវិញនេះហ្នឹងជា line របស់វាជា segment របស់វាអូខេអីគេ segment ហ្នឹងចេះចុចវាមកឧទាហរណ៍យើងចង់បញ្ចូលអីគេចូលអានេះឲ្យធំវិញចុចមកកណ្ដាលដែរមកបោចធំមកកណ្ដាលបង្ហាញទាំង4ឈរលើនេះចុចមកកណ្ដាលវាបង្ហាញអាមួយហ្នឹងចុចមកកណ្ដាលម្ដងទៀតមកនេះវិញចុចមកកណ្ដាលមកវិញឬម្យ៉ាងទៀតយើងអាចប្រើ keyboard shortcut F1 ហ្នឹងគឺ
perspective view F5 បង្ហាញទាំង4ឃើញអត់នេះ F1 F2 F3 F4 F5 វាមើលប្រជុំគ្នាវាអញ្ចឹងឃើញអត់នេះពី perspective មកកាន់ top មកកាន់ right មកកាន់ front តោះទេប៉ុណ្ណឹងឥឡូវ F1 មកធំវិញ perspective view អូខេអញ្ចឹងមួយទៀតតើតើជាមួយនឹងការបង្កើត object របស់យើងពេលយើងបង្កើតហើយមិនទាន់ចប់ទៅនឹងទេចាប់អារម្មណ៍មួយមានអីគេនេះវាប្រអប់ពណ៌លឿងនេះបន្ទាត់នេះដើម្បីអីអាហ្នឹងដើម្បីកែតម្លៃរបស់វាទំហំរបស់វាឥឡូវឧទាហរណ៍តតឹងនេះវាខ្លីពេកវាជាការ៉េជា cube អញ្ចឹងយើងអាចទាញមកដាក់ cursor លើហ្នឹងទាញមកពីវាវែងហ៎អូខេអានេះខ្ពស់មកឧទាហរណ៍នេះអីគេឲ្យទៀបកប៉ែតអីបានតាមចិត្តហ្នឹងតម្លៃរបស់វាហ្នឹងអាចធ្វើលើហ្នឹងក៏បានចង់ឲ្យច្បាស់ហ្មងយើងមើលឡើងនេះ attribute manager object មួយវាមាន attribute មួយអញ្ចឹងយើងអាចចូលមកកាន់ object tab មួយនេះមកវាមាន size x y z អញ្ចឹងទៅយើងដឹងហើយ x ឆ្វេងស្ដាំអញ្ចឹងហើយទំហំរបស់វា y លើក្រោម z កម្រាស់របស់វាមុខក្រោយអូខេវាទៅគឺ segment ដែលយើងបង្ហាញអីគេមុនហ្នឹង display setting line មិនអញ្ចឹងហ៎អា line ហ្នឹងគឺអា segment របស់វានេះឥឡូវមួយយើងឃើញតែមួយទេឃើញអត់តែបើប្រអប់ទេយើងថែមមកអា x នេះ x ឆ្វេងស្ដាំហ្នឹងយើងថែមមួយទៀតមក2អញ្ចឹង2 segment ថែម3 segment វា3កង់ឃើញអត់ចឹង y របស់យើងថែមតែមក1 2ចឹងតែមកចឹង z ថែមបានអត់ថែមបានដូចគ្នាយើងអាចថែមបានក៏បានដែរដាក់កាន់តែច្រើនមានរឿងផ្សេងកើតឡើងពេលយើងធ្វើការ modeling អូខេហើយទីយើងសួរថាដាក់អា segment ហ្នឹងដើម្បីអីអូខេធម្មតានៅពេលដែលយើងធ្វើការ modeling យើងអត់ទៅយើងមិនមែនមានតែ segment ទេមិនចឹងយើងត្រូវការពុតពេនវាទាញវាបន្ថែមបន្ថយអីចឹងទៅដើម្បីបង្កើតទងទីថ្មីអញ្ចឹងអា segment ហ្នឹងដែលជាកន្លែងយើងធ្វើការពុតវានឹងឯងហើយជាពេលខ្លះបើយើងអត់មាន segment យើងអាចអីគេយើងអាចបង្កើតបានពេលយើង modeling យើងដឹងថាយើងបង្ហាញនេះយើងគាត់ថាដំបូងឡើយយើងអាចដាក់ប៉ុណ្ណឹងបានដាក់ចោលសិនជា default របស់វាស្មើឲ្យល្អមែនតើទីទៀតយើងអាចធ្វើការអីគេបង្កើត segment មិនចាំបាច់ស្មើដាក់កន្លែងណាក៏បានដើម្បីយើងពុះវាដើម្បីយើងធ្វើការ extrude ចេញមកបង្កើតទងទីថ្មីអាហ្នឹងគឺអញ្ចឹងណាអូខេតើទៀតអញ្ចឹងតើតើជាមួយនឹង cube វាមានអីគេមុនហ្នឹងយើងថាមាន attribute របស់វាដូច object របស់យើងនេះវាមាន property ទាំងអស់ហ្នឹងគឺ property របស់វាហើយយើងអាចធ្វើការបន្ថែម fillet ឧទាហរណ៍ fillet ឲ្យវាកោងកែមនេះឃើញអត់កែមហ្នឹងកោងអញ្ចឹងទៅ fillet យើងអាចបន្ថែម radius ឲ្យវាឲ្យធំហើយ segment របស់វាថែមទៀតនេះ3 segment 2 segment 1 segment ឧទាហរណ៍1 segment យើងឃើញអីគេវាជ្រុងអញ្ចឹងទៅយើងអាចថែមបានអត់បញ្ហាអូខេអញ្ចឹងពេលយើងយល់ពី cube ប៉ុណ្ណឹងហើយអាផ្សេងទៀតទាំងអស់នេះវាដដែលលើគ្នាយើងអាចធ្វើការ search ខ្លួនឯងបានអូខេតែក្នុងថ្នាក់រៀនខ្ញុំបង្ហាញទាំងអស់ប៉ុន្តែយើងរៀនអញ្ចឹងខ្ញុំឲ្យយើង search ថែមអញ្ចឹងយើងអាចយល់កាន់តែច្បាស់ឥឡូវឧទាហរណ៍លុបពីចោលពេលធ្វើឲ្យចង់លុបពីចោលចេញវា delete ចោលមកចប់អូខេបង្កើតថ្មីមួយទៀតឧទាហរណ៍យើងបង្កើតជាគេ cylinder ស៊ីឡាំងយើងហ្នឹងចុចបាច់មកនេះឃើញអត់ zoom ចិត្តតិចមកអូខេពីគេដែរវាមានអីគេអាលឿងនេះយើងអាចទាញធំបានអូខេទាញមើលឃើញខុសទៅអីយើងទាញមើលបានតែមិនចឹងហើយកែឡើងនេះក៏បាន radius របស់វាអូខេសំខាន់ចូល object attribute ទាញចុះទាញឡើង height កម្ពស់វាអូខេគ្រប់យ៉ាងមានអីគេទៀតមាន segment high segment rotation segment កម្ពស់នេះមានប៉ុន្មាន segment នេះប៉ុន្មាន4 segment មិនចឹងហ៎ថយ0មក1មកគឺបើ segment អូខេមួយទៀតគឺ rotation segment អាមួយជុំនេះដាក់16ជុំដាក់ការតិចវាកាត់តែគេនេះជ្រុងចេះវាអត់មូលល្អទេចង់មូលល្អដាក់ឲ្យខ្លាំងតិចមកតែដាក់ខ្លាំងពេកឯគេនេះមាន segment ច្រើនពេលកាត់តែច្រើនទៅពេលយើងធ្វើការ modeling animation អីវាយឺតតាមនឹងដែរចឹងគេព្យាយាមកាត់បន្ថយ segment តាមតែអាចធ្វើទៅបានមិនមែនថាកាត់តអស់ហ្នឹងទេមកល្មមអាចថាបើថាស្អាតហើយគឺយើងអូខេហើយតោះណាជាងដាក់ធ្វើ32ល្មមគឺថាមូលហើយប៉ុណ្ណឹង32មូលល្អហើយយកប៉ុណ្ណឹងមកតោះណាអូខេមួយទៀតកែមនេះអូខេយើងឃើញអត់វាជ្រុងពេកចឹងទៅហើយមានកម្របលើមួយកម្របខាងក្រោមនេះមួយចឹងឧទាហរណ៍ស៊ីឡាំងរបស់យើងអាចចូលមកកាន់ cap កម្របវាហ្នឹងយើងដោះ cap ចោលមកបាត់អាលើអាក្រោមហ្នឹងបាត់ហើយឃើញអត់អូខេដាក់វិញមកយើងឃើញយ៉ាងទៀតឃើញ cap វាមកវិញមួយទៀតគឺ fillet ដូចគេដែរដូច cube មុនហ្នឹងអញ្ចឹងដាក់ឲ្យ game នេះឲ្យវាមូលដាក់មើលឃើញមូលទេអូខេវាមូលស្អាតយើងបន្ថែម radius មក segment ថែមថយដាក់ការច្រើនវាកាត់អីគេវាកាត់តែមូលស្អាតកន្លែងហ្នឹងអញ្ចឹងណាតែវាកាត់អីគេ segment យើងកាត់តែច្រើនដែរតោះនេះមកហ្នឹងអូខេអញ្ចឹងអាផ្សេងទៀតឧទាហរណ៍យើងចុចមើលមកឃើញហើយឧទាហរណ៍ plan ហ្នឹងគឺគេប្រទះមកផ្ទះថាបើសំប៉ែតសំប៉ែតឬ cube យើងមានអីគេមាន3ជ្រុង x y z ប៉ុន្តែជាមួយនឹង plan មានតែ x z របស់យើងតែប៉ុណ្្នឹងទេពេលកាត់ plan ហ្នឹងមកអូខេយើងអាចទីលឺដូចគ្នាទាញទៅទាញមកមាន segment ដូចគ្នា segment មកវាថយថែមបានតាមចិត្តយើងឃើញនេះគឺវា even គឺវាស្មើគ្នាមែនតើយើងអាចមើលបានមួយទៀតគឺ orientation របស់វាកាលវាសំប៉ែតចឹងវាមាន orientation មានថាបង្វិលជុំរបស់វាឧទាហរណ៍ពេលនេះផ្ដេកទៅក្រោមចឹងមានថាអីដោយសារយើងយកអីគេនេះបូក y
បូក y មានថាវាស្របជាមួយនឹងបូក y នេះឡើងទៅលើបើយើងដក y វាទៅក្រោមវិញតោះណាមើលអាហ្នឹងពិបាកមើលបន្តិចខ្ញុំភ្លេចប្រាប់មិញមុនហ្នឹងតើតូនជាមួយនឹង cylinder អូខេ cylinder របស់យើងនឹង object នេះមានដូចគ្នាឧទាហរណ៍យើងមើលនេះឧទាហរណ៍ដូចគ្នាឃើញអត់វាមានបូក y វាថាវាបាញ់ទៅលើអូខេបើយើងយកបូក x មានថាម៉េចវាបាញ់មកខាងស្ដាំយើងឃើញពណ៌លឿងនេះខាងលើនេះជាកម៉ូបនេះបាញ់មកខាងស្ដាំព្រួយមកវាខាងស្ដាំមានថាបូក x ដាក់ដក x វាទៅក្រោយវិញនេះបាញ់ទៅក្រោយវិញតោះណាតែប៉ុណ្្នឹងទេបូក x ដក x បូក y ហើយឡើងមកលើដក y អាហ្នឹងមកក្រោមនេះវិញតែប៉ុណ្្នឹងហើយបូក z មកណាវិញវាទៅក្រោយនេះអូខេមួយទៅក្រោយមិនចឹងណាបើយើងដក z មកខាងមុខនេះវិញអញ្ចឹងយើងអាចសេរីខាងមុខនេះវិញអញ្ចឹងយើងអាចមើលខ្លួនឯងបានអញ្ចឹង object ដែលមានអាហ្នឹងយើងដូរមកមិនចឹងណាយើងធ្វើអញ្ចឹងក៏បានចាំពវល់ក៏បានតោះណាឧទាហរណ៍ខ្ញុំចង់ពវល់វាអញ្ចឹងបង្ហាញមួយទៀតទៅក្នុងការពវល់យើងបញ្ចាំបាច់ដូរកន្លែងនេះអញ្ចឹងជាទូទៅវាមកវាត្រង់អញ្ចឹងពវល់វាយើងចូលកន្លែងនេះមក tool របស់វាមាន move មាន rotate មានអីគេទៀតមាន scale អូខេអញ្ចឹងនៅក្នុង move tool របស់យើងនេះអាចរំកិលបានរំកិលមកជាក្រៅមួយរំកិលតាមចិត្តរំកិលទៅណាក៏បានដែរឃើញអត់រំកិលអញ្ចឹងគឺ free គេហៅថា free movement ទៅណាក៏បាន control Z វិញមកបើយើងចង់រំកិល AX ឆ្វេងស្ដាំដាក់ឈើនេះមកទាញឆ្វេងស្ដាំបានដែរឃើញអត់អូខេ undo មកវិញ control Z ហើយលើក្រោម Y ដាក់ចោលឃើញពណ៌សសទីមកអូខេ Z មុខក្រោយអញ្ចឹងទៅអូខេឧទាហរណ៍មួយទៀតអញ្ចឹងបង្វិលយើងប្រើអីគេ rotate tool អក្សរ R keyboard shortcut អានេះគឺអីគេ E អានេះ R អានេះ T ជាអក្សរ R នឹងមកជាអីគេមកនេះជា move វិញហើយបង្វិលបានហើយអញ្ចឹងបង្វិលយើងមាន អីគេ X Y Z ដូចគ្នាអញ្ចឹងឧទាហរណ៍បង្វិល AX មានថាបើតើហ្នឹងបង្វិលមុខក្រោយទៅមុខទៅក្រោយ AX របស់យើងហ្នឹងអូខេទៅមុខទៅក្រោយ control Z មកវិញ Z របស់យើងបង្វិលចំពីមុខអញ្ចឹងY បង្វិលជុំវិញខ្លួនឯងតោះណាអូខេប៉ុណ្ណឹងមួយទៀតគឺ scale មានថាយើងអាចធ្វើការ scale តូចធំបានតាមចិត្តពីទីមកតែយើងថាគេចង់ scale នេះឲ្យវាយាមកខាងឆ្វេងទីដាក់ x មកទីខ្វាច់មកអត់ទេអត់មកទេដោយសារអីវាជា primitive object អានេះគេថា primitive object ឬក៏ parametric object អញ្ចឹងយើងអាចធ្វើការទាញឆៅលើនឹងបានទេពេលយើងទាញមកមើលទៅវាទៅស្មើគ្នាទាំងអស់ដោយសារអីមានតម្លៃរបស់វានេះតម្លៃរបស់វាមានទាំងអស់អញ្ចឹងវាអត់អីគេវាអត់បាត់បង់តម្លៃវិញដែរព្រោះវាជាអីគេ primitive object អញ្ចឹងធ្វើឲ្យខាតមកស្មើគ្នាបើយើងចង់ឲ្យមកស្មើគ្នាធ្វើមិនវិញយើងទៅតែបំលែងវាទៅជា polygonal object ដែលយើងអាចធ្វើការ put pen បានតាមចិត្តដែលគេថា modeling នឹងឯងតោះណាមិនថាជា cylinder ឧទាហរណ៍ជាអក្សរ E រំកិលមក E មិនរំកិលមិនអញ្ចឹង move tool R គេ rotate T គឺ scale មិនអញ្ចឹង E មកយើងអាចរំកិលបាននេះឧទាហរណ៍ការ cube ម្ដងទៀតមក cube ចង់ scale T scale បានអត់ទៅស្មើគ្នាអត់អាចទៅអីគេឆ្វេងស្ដាំបានទេឃើញអត់ស្មើដដែលអញ្ចឹងហើយជា headផលដែលយើងអាចធ្វើការ modeling ផ្ទាល់នៅលើ parametric object ឬក៏ primitive object បានទេជាងធ្វើម៉េចវិញបំលែងវាទៅជា polygonal object ដើម្បីធ្វើការ modeling បានអូខេជាងសាកល្បងទាំងអស់គ្នាបំលែងវាទៅជា polygonal object ចុចលើវាមកខាងក្រោមនេះដាក់ថា make editable ចុចលើវាបត់មកទៅជាអីគេ polygonal object នេះ icon វាដូរបានតែគ្នាអត់ពី Q ទៅអីគេវិញត្រីកោណមានអីគេទៀតមានក្របនេះគេថា vertex មាន edge មាន polygon នៅក្នុងហ្នឹងតោះណាពេលបានប៉ុណ្្នឹងហើយយើងអាចទាញបាននេះទាញសេរីទៅណាក៏បានតាមចិត្តតោះណាអូខេប៉ុណ្្នឹងឯងអូខាងក្រៅមកទៅស្មើគ្នាអានេះទៅមួយខាងក្រៅទៅស្មើគ្នាដូចគ្នាដែរ cylinder របស់យើងជាអក្សរ C អូខេគេមកសង្ខេបរបស់វាអក្សរ C ជាអាហ្នឹងក៏បានជាអក្សរ C ក៏បានយើងអាចទាញតាមចិត្តរបស់យើងបាននេះទាញមកយាទៅណាក៏បានអត់បញ្ហាតោះនេះប៉ុណ្ណឹងអញ្ចឹង object ផ្សេងទៀតគឺអញ្ចឹងទាំងអស់យើងអាចធ្វើបែបហ្នឹងទាំងអស់ដូចគ្នាមិនថាអីគេ cube ឬក៏ cylinder ទេគឺយើងអាចអីគេបំលែងទៅជា polygonal object បានទាំងអស់អូខេអញ្ចឹងមួយទៀតពាក់ព័ន្ធជាមួយនឹង polygonal object ពេលបំលែងវាហើយមានថាម៉េចមានថាគ្រប់យ៉ាងអត់មានតម្លៃដើមទៀតទេបាត់អស់ហើយនេះមុនយើងឃើញមាន object type វាមានតម្លៃ x y z អញ្ចឹងទៅមាន orientation របស់វាប៉ុន្តែពេលនេះមិនទៅវាបាត់បង់អស់ហើយអញ្ចឹងក្នុងករណីដែលយើងកំពុងតែធ្វើការអីគេបានធ្វើការបំលែងទៅ polygonal object ហ្នឹងហើយមានថាគ្រប់យ៉ាងគឺ destructive មានថាវាខ្ទេចអស់ហើយបាត់បង់ធាតុដើមរបស់វាមុនហ្នឹងពេលយើងបង្កើតជា cube ហើយយើងធ្វើការទីហើយនេះអញ្ចឹងគ្រប់យ៉ាងជាលក្ខណៈអីគេ non destructive តម្លៃរបស់វារក្សាដដែលទាំងអស់អត់បញ្ហាអាចកែបានគ្រប់ពេលប៉ុន្តែពេលនេះកែលេខបានហើយប៉ុន្តែយើងអាចធ្វើឲ្យបានអាចធ្វើការ modeling ទៅលើវាបានទៅលើអីគេទៅលើ segment នីមួយអូខេអញ្ចឹងមួយទៀតពាក់ព័ន្ធជាមួយពេលបំលែងទៅជា polygonal object ហើយយើងមើលខាងលើនេះម្ដងពេលបំលែងហើយណាយើងចូលមាន model ខាង3នេះ
សំខាន់តែប៉ុន្តែជាមួយនឹងការ modeling របស់យើងមានអីខ្លះឥឡូវឧទាហរណ៍ Cube របស់យើងយើងចូលទៅទីមកខ្ញុំចូលបង្កើតទី1គឺ point mode អូខេ point mode ចុច point មកវាបង្ហាញ point របស់យើងនេះ QQ នេះឃើញអត់ដាក់ cursor លើវាចុច point មកយើងអាចធ្វើការ select លើ point បានហើយតែវាហើយយើងអាចរំកិលបានអត់រំកិលទៅណាក៏បានដែរឃើញអត់អូខេចុះអាមួយនេះរំកិលបានអត់ចូល point មើលមានអត់ទេអត់មានទេវាជា primitive object ព្រោះណាអូខេអញ្ចឹងកម្មវិធីភាគច្រើនគឺវាបែបហ្នឹងឯងតែយើងឲ្យកែសម្រួលអីចឹងណាស្រេចវាហើយចុច save អានេះមួយទៀតមកបាន2អូសចុះក្រោមមកចុះយើងអាចឆ្នៃបានទៅឃើញអត់អត់នេះវាស្រួយឡើងលើទាញវាមកអា y មិនចឹងហ៎ឡើងលើចុះក្រោមបានតាមចិត្តតោះនេះប៉ុណ្ណឹងមួយទៀតគឺអីគេនេះគឺ edge mode ចុចលើ edge mode ហ្នឹងមកយើងអាចស្រួយ game នេះ game ហ្នឹងវាស្មើអីគេស្មើនឹង point 2វាជាប់ពី point 1ទៅកាន់ point 1បាន edge មួយមកចុចឈរលើ edge ហ្នឹងមកយើងអាចធ្វើការអីគេរួមកិលបានហើយអូខេចាប់អារម្មណ៍មួយពេលយើងធ្វើការអីគេស្លេចលើ edge របស់យើងនេះរបស់វានេះគេហៅថា axis អូខេ axis របស់វាហ្នឹងមិនទៅដូរទៅដៅមិនចឹងវាអត់ត្រង់ទៅលើទៀតទេអញ្ចឹងយើងអាចរំកិលទៅលើបានអត់ទេឲ្យស្មើបានអត់ទេពេលទីមើលអត់ស្មើប្រឆិតបាត់ទេឃើញអត់ control Z មកវិញអញ្ចឹងក្នុងករណីយើងធ្វើមិនទៅជាអក្សរ W ហ្នឹងគឺ world axis យើងមើលឯនេះcoordinate system មាន world មានអីគេទៀត object coordinate system W ភាសាទៀតជា local មួយទៀតជា world វាថាម៉េចវាស្របជាមួយនឹង world axis ថាមកដំបូងគេនេះជា world axis របស់យើងមិនចឹងហ៎អញ្ចឹងវាស្របគ្នាល្អហ៎ y គឺស្មើ y x គឺស្មើ x អញ្ចឹងវារំកិលមកវាទៅស្មើហ្មងតោះនេះប៉ុណ្ណឹងអូខេដូចគេដែរចូលមកកាន់ polygon ម្ដងអញ្ចឹង polygon មានថាម៉េចគឺអីគេបង្គំរវាង point 4គុំចូលគ្នាយើងបានអីគេ polygon មួយចុចស្លេក polygon ហ្នឹងមកយើងអាចរំកិលបាននេះឡើងលើអញ្ចឹងមកចុះក្រោមអញ្ចឹងមកតោះនេះប៉ុណ្ណឹងអូខេនេះជាដំបូងរបស់យើងមុននឹងចាប់ផ្ដើមបន្តទៅធ្វើការ modeling ត្រូវយល់ពីអាហ្នឹងយើងទី1អីគេចូលមកកាន់អីគេវិញពេលធ្វើគ្រប់យ៉ាងហើយកុំភ្លេចចូលអីគេ model mode ដែរនេះអញ្ចឹងយើងអាចធ្វើការអីគេទាញចុះទាញឡើង scale ចុះ scale ឡើងបានធម្មតា rotate ក៏បានដូចគ្នាតោះណាអូខេចុះស E មកកាន់ move tool ធម្មតាវិញទម្លាប់អញ្ចឹងណាពេលយើងធ្វើអីក៏ដោយចូលក្រោយគេចូលមកកាន់ move tool គឺអូខេហ្មងតោះណាអូខេអញ្ចឹង flow របស់យើងតែប៉ុណ្្នឹងទេដំបូងឡើយចាប់ដើមពី primitive បំលែងវាទៅជាអីគេទៅជា polygonal អញ្ចឹងយើងអាចប្រើ component mode បាននេះបាននេះតោះណាអូខេអាហ្នឹងដំបូងរបស់យើងអញ្ចឹងអាដំបូងនេះខ្ញុំគ្រាន់តែ navigation ហើយជាមួយនឹងការបង្កើត object ដំបូង primitive object ជាមួយនឹងការកំណត់ attribute របស់វាហើយនឹងការរំកិលអីចឹងទៅ undo redo ឯធម្មតាតិចទៀតយើងធ្វើយកហ្មងណាគឺយើងធ្វើការ modeling អញ្ចឹងឲ្យថាលុបចោលវិញឥឡូវមាន3 object មិនអញ្ចឹងហើយយើងបង្កើតមុនហ្នឹងមាន1 2 3អញ្ចឹងទៅចង់លុបវាចោលទាំងអស់ហ្នឹងយើងឲ្យ control A ហ្នឹង select all ហើយ delete ចោលទៅវាអស់ហើយឃើញអត់ហើយចង់អានេះមកដើមធម្មតាវិញយើងដឹងហើយ view frame default មិនអញ្ចឹងមកដើមវិញធម្មតាអូខេអញ្ចឹងចាប់ផ្ដើមទាំងអស់គ្នាជាមួយនឹងការ modeling នឹងធ្វើបន្ទប់នេះមុនគេវាជា main មិនអញ្ចឹងយើងមិនអាចបង្កើតធ្នើនេះមុនឬក៏ប្រអួចមុនបានទេតោះតែមានបន្ទប់ហើយបើយើងបង្កើត control S មានប្រអួចមានធ្នើអីចឹងទៅដាក់អក្សរដាក់ពីលើប្រអួចចឹងទៅអូខេអញ្ចឹងចាប់ដើមធ្វើមួយអស់គ្នាអញ្ចឹងបន្ទប់យើងរៀង4ជ្រុងមិនអញ្ចឹងហ៎ជិះយើងបង្កើតអីគេខ្ញុំបង្កើត cube ធម្មតាអូខេបន្ទប់មានទំហំមកវិជ្ជាស្ដែងអញ្ចឹងតាម modeling ទំហំសំខាន់មិនមែនចេះដាក់តាមចិត្តរបស់យើងទេជួនកាលឧទាហរណ៍យើង model ទៅលើដបមួយទំហំ3ម៉ែត្រអីចឹងទៅ4ម៉ែត្រអីចឹងទៅវាធំខ្លាំងពេកចឹងពេលយើងដាក់ឡៃចូលឬក៏ដាក់អីចូលគឺវាអត់ស្អាតទេអញ្ចឹងណាអញ្ចឹងសំខាន់គឺទំហំនឹងឯងហើយបន្ទប់របស់យើងចឹងដែរបើតូចពេកក៏វាអត់ស៊ីគ្នាជាមួយនឹងអីគេទីពិតរបស់វាគេថា real world scale គឺសំខាន់ធ្វើឲ្យដូចអីគេលក្ខណៈថាពិភពពិតណាព្រោះ 3D គឺតំណាងឲ្យពិភពពិតគាត់ដាក់ចូលអីគេជាលក្ខណៈ CGI យើងបង្កើតដោយខ្លួនឯងក្នុងម៉ាស៊ីនកុំព្យូទ័រតែប៉ុណ្្នឹងឯងអញ្ចឹងຂະຫນាតគឺសំខាន់អូខេមិនចេះដាក់ទេអញ្ចឹងឧទាហរណ៍បន្ទប់របស់យើងខ្ញុំដាក់4 ជ្រុងអញ្ចឹងធ្វើម៉េចអញ្ចឹងយើងអាចចូលមកកាន់កន្លែង size របស់យើងនេះអានេះ2ម៉ែត្រ4ជ្រុងហ្នឹងឃើញអត់2ម៉ែត្រ200សង់ទីម៉ែត្រហ្នឹងគឺ2ម៉ែត្រហ្នឹងឯងຂະຫນាតរបស់វាគឺជាសង់ទីម៉ែត្រ default របស់វាគឺ200សង់ទីម៉ែត្រហ្នឹងឯងអញ្ចឹងដាក់4ម៉ែត្រដាក់បានវិញចុចលើវាមកចង់ដូរវាចុចលើវាមកដាក់400 enter អូខេហើយមួយទៀតពេលយើងដាក់ហើយអញ្ចឹងចង់ reset ទៅដើមវិញដាក់ cursor ទៅលើហ្នឹងមកដាក់លើអាព្រួយនេះចុចមកស្ដាំមកទៅដើមវិញហើយតោះណាអូខេអូបាន10 star ពីរទៀតអូខេអរគុណច្រើនអរគុណច្រើនអញ្ចឹងយើងវាយហើយឧទាហរណ៍ដាក់400 4ម៉ែត្រអាហ្នឹង x ទៅតឹងមកវានេះអូខេមួយទៀតជម្រៅរបស់វាហើយជម្រៅរបស់វាគឺអា z មិនអញ្ចឹងហ៎ដាក់ប៉ុន្មានម៉ែត្រឧទាហរណ៍ដាក់4ម៉ែត្រដែរមកធំដែរមិនអញ្ចឹងហ៎កម្ពស់ផ្ទះរបស់យើងបន្ទប់របស់យើងជាទូទៅប៉ុន្មានម៉ែត្រវាអាច3ម៉ែត្រកន្លះ3ម៉ែត្រពីទឹកអីចឹងទៅស្រាប់យើងដាក់ទេអាហ្នឹងឧទាហរណ៍ថាដាក់3ម៉ែត្រពីទឹកចោះ320ឧទាហរណ៍ប៉ុណ្ណឹងអូខេអញ្ចឹងយើងបានបន្ទប់របស់យើង4ជ្រុង
តឹង4ម៉ែត្រជម្រៅ4ម៉ែត្រកម្ពស់យើង3ម៉ែត្រពីទឹកឧទាហរណ៍ប៉ុណ្ណឹងប៉ុន្តែដឹងឲ្យថាបន្ទប់នេះគេនេះបិទចិត្តឆឹងហ្មងឃើញអត់មាន6ជ្រុងបិទចិត្តឆឹងអត់គេចំហមិនចេះចំពីមុខនេះអញ្ចឹងធ្វើម៉េចឲ្យចំហពីមុខបានតបំលៃវាទៅអីគេសិន polygonal object បើយើងអាចធ្វើការអីគេលុបចោលយើងបន្ថែមបន្ថយអីបានតាមចិត្តអញ្ចឹងជាអក្សរអីគេជាអក្សរ C ជានេះក៏បាននេះ make editable ចុចបាច់មកវាទៅអីគេ polygonal object ហើយយើងអាចចូលមកកាន់ polygon mode ដើម្បីលុប polygon ទាំងអស់នេះចោលនេះឃើញអត់ polygon មកចុចវាមកចុច delete ចោលអានេះមួយទៀតមក delete នេះមួយទៀតមក delete ចេញបានបន្ទប់មកនៅបានមកឃើញអត់នេះអូខេតែវា U ធ្វើអញ្ចឹង U control Z control Z control Z មកដើមវិញ undo មិនអញ្ចឹងយើងចង់ធ្វើការ select ម្ដងទាំង3ហ្នឹងឲ្យលឿនមកធ្វើមិនទៅយើងអាចប្រើ shift ឃើញអត់ដោះវិញ shift ដែរមកដោះវិញមក shift តែវាយឺតដដែលចង់អូសយកហ្មងធ្វើម៉េចចុចបើកស្ដាំអូខេចូលលើ polygon mode ហ្នឹងជាមួយនឹង move tool យើងហ្នឹងចុចបើកស្ដាំអូសខ្វាច់ឃើញអូសកាត់ឡើងណាស្អីឡើងហ្នឹងលឿនជាងមុនណាហើយលើចោលមកទៅបាត់ហើយបាត់បន្ទប់តែទប់របស់យើងនេះមិនទៅវាទៅក្រោមដីរបស់យើងបាទហើយយើងចង់ឲ្យវាឈរនៅលើអីគេនៅលើ floor plan របស់យើងអត់ចាំនៅក្រោមហ្នឹងទេចង់ឲ្យនៅលើវាអត់ចាំនៅលើ 100% ហ្មងធ្វើម៉េចរំកិលវាឡើងមកចូលមកកាន់ model mode វិញរំកិលចំអត់ទេយើងអត់ដឹងចំអត់ទេមិនអញ្ចឹងហ៎អញ្ចឹងចង់កំណត់ទីតាំងទំហំអីជាក់ស្ដែងយើងមើលទៅលើអីគេ manager ថ្មីមួយទៀតនៅក្នុងនេះគេហៅថា coordinate manager នឹងអាចវាស់ຂະຫນាត់អីបានក្នុងនឹងទាំងអស់ណាចុចនឹងមកនេះបង្ហាញបិទបើកឃើញអត់យើងមានអីគេ x y ហើយនិង z អានេះអីគេនេះនេះជា size របស់វាទំហំរបស់វាម៉ាន4ម៉ែត្រកម្ពស់ម៉ាន3ម៉ែត្រ2ទៅតឹងម៉ានជម្រៅម៉ាន4ម៉ែត្រដែរហើយមួយទៀតគឺ y យើងនេះគេថាម៉ាន66សង់ទីម៉ែត្រនេះថាម៉េចអាហ្នឹងមានថាវាវាស់ពីណាទៅវាស់ពី world axis object របស់យើងនេះអា object axis ជាមួយនឹង world axis ចន្លោះហ្នឹងយើងឃើញអត់ដាក់មកនេះដាក់មក0កា0មិនទៅដាក់ world 0មកឧទាហរណ៍ undo សិនមានទីខុសដាក់0មើលវាចំកណ្ដាលហ្នឹងវិញឃើញអត់ពេលទីរំកិលឡើងលើពីហ្នឹងនេះថាពី world axis ម្ដងហ្នឹងមិនមែន73សង់ទីម៉ែត្រ7ទឹក3ហ៊ុនមិនអញ្ចឹងហ៎អូខេអញ្ចឹងយកចង់បានអញ្ចឹងទៅចង់ទៅចំនេះហ្មងនេះចំលើ floor នេះហ្មងធ្វើម៉េចអញ្ចឹងគ្រប់យ៉ាងដឹងហើយថាវាវាស់ពីណាទៅមិញពី object axis របស់យើងនេះទៅកាន់អីគេទៅកាន់ world axis អញ្ចឹងចង់ឲ្យវាអីគេចំនៅលើនេះហ្មងធ្វើម៉េចតតែ axis មួយនេះចំនៅពីក្រោមដូចគ្នាបើវាចំនៅពីក្រោមហ្នឹងហ្មងជាយើងវាស់មកដាក់0ចំពី world axis ហ្មងតោះនេះហ្នឹងអត់អូខេអញ្ចឹងចង់ដូរ axis របស់យើងឲ្យចំខាងក្រោមនេះវិញយើងធ្វើម៉េចឥឡូវចំណាវាចំកណ្ដាលយើងឃើញអត់ចំកណ្ដាល 100% ចង់ចាំក្រុមហ្នឹងយើងប្រើប្រាស់ command ថ្មីមួយជំនួយរបស់វាគឺ axis center អញ្ចឹងចូលមកកាន់ tool របស់យើងនេះមកវាមានអីគេនេះ axis អូខេតែទៅនឹង axis យើងប្រើ axis មួយនឹងទាំងអស់មានអីគេណាមានច្រើនហើយយើងប្រើអីគេមួយយើងប្រើ axis center មួយសិនអូខេចុចបាច់មកជិះផ្ទះមួយមកឲ្យយើងនេះនិយាយអត់មាន center របស់វា action axis to មានថាម៉េចអាហ្នឹងវារំកិល axis របស់យើងនេះទៅកាន់កន្លែងណាមាន x y ហើយនិង z អីគេចង់ y នេះបដោះខាងក្រោមនេះមិនអញ្ចឹងហ៎ជីមកវល់អង្គអីគេនេះ y នេះនេះ0%អង្គខាងក្រោយមកក្រោយមកអូមិនហ្នឹងអត់ឃើញឯកាឡើងទៅគេ execute ឬជាអីគេនេះ auto update នេះចុចមកហើយ execute មកដល់ហ្នឹងហ្មងឃើញអត់ហើយពេលរំកិលលើក្រោយទៀតវា auto ទៅនេះឃើញទេព្រោះយើង auto update មិនអញ្ចឹងជាអាចរំកិលទៅលើ port នេះក៏បានដល់ក្រោម port នេះក៏បានដល់នេះហើយមួយទៀត AX អូអានេះមកដល់នេះចំហ្គេមនេះម្ដងនេះបូក100ដល់នេះមក0នៅកណ្ដាលតោះណាអូខេបានហើយយើងអីគេបិទវាចោលមកបានប៉ុណ្្នឹងហើយឥឡូវមិនទៅវាចំក្រុមនឹងនៅចំហើយអញ្ចឹងចង់ឲ្យវាដល់ជិះឲ្យដល់ហើយនេះបាតវានេះយើងដូរអានេះទៅបានដាក់0មកវាចំបាត 100% ហើយតោះទេប៉ុណ្្នឹងអូខេបានហើយអញ្ចឹងបានបន្ទប់មួយតែវាគេវាដើរបើគេវាក្រាស់មិនអញ្ចឹងទេបើគេក្រាស់ចេះមានកម្រាស់របស់គេជុំវិញចេះអូខេហើយមានអីគេទៀតមានG ខាងលើនេះទៀតនេះឥឡូវឧទាហរណ៍ចាំបង្កើតកម្រាស់ហើយនេះមានប្រួយមួយទៀតគេចោះប្រួយមួយទៀតនេះចោះប្រួយឡើងហ្នឹងអញ្ចឹងមុននឹងចាប់ផ្ដើមធ្វើកម្រាស់ឲ្យវាយើងអាចដាក់កម្រាស់ហើយចោះប្រួយក៏បានឬក៏យើងធ្វើការចោះប្រួយហើយចាប់ដាក់កម្រាស់ក៏បានធ្វើមិនក៏បានអត់បញ្ហាទេប៉ុន្តែឧទាហរណ៍ថាយើងចូលចិត្តឃើញកម្រាស់ស្រាប់ឧទាហរណ៍ណាចឹងយើងមានវិធីមួយដែលចង់ដាក់កម្រាស់ឲ្យ object របស់យើងវាស្ដើងអញ្ចឹងយើងចូលមកកាន់ឲ្យកែនេះ generator object ហៅថា generator object ក្នុងហ្នឹងអាពណ៌បៃតងហ្នឹងណាវាមានគេថា secant អា secant ហ្នឹងធ្វើដាក់កម្រាស់ឲ្យវានឹងឯងអញ្ចឹងចុចលើវាមកចុចប៉ុចមកហើយយើងយក object របស់យើងដាក់ចូលទៅក្នុងហ្នឹងហ្មងទាញវាដាក់ចូលក្នុងមកអូខេអញ្ចឹងមានថាម៉េចរាល់ object ទាំងអស់នេះដែលគេហៅថា generator object អាទាំងអស់ហ្នឹងមិនថាតែមួយហ្នឹងទេមិនថា secant ហ្នឹងមួយទេទាំងអស់ហ្នឹងពេលយើងប្រើវាដើរតួជាអីគេជា parent object របស់យើងដើរតួជា child
chỉ côn bảo vì mi thắt đặt vào trôn đó anh ấy côn vì thoáng đấy phần năng chứ những đặt phần năng máu dưới cái việc affect từ lời cái ông chị bảo dương bạn ra khi cầm ra chỉ màu nữa trên cầm ra máu ấy trong cái trên năng tiết cho lơ xịt khăn bảo dương đi máu nhưng ai time sickness cầm ra bảo vì time sickness vì cho cái đá chứ giờ chẳng thì chạy cái ở bên từ cày anh ấy hàng lớn thì floor bảo dương mình chẳng á nhưng ai đôi cái position bảo dương này giờ ai cái đọ mà rồi từ khăn đông bộ mà rồi từ cày trước ai cáiវាឈរទៅលើ floor ដដែលតែកម្រាស់វាទៅណាទៅខាងក្រៅនេះអត់ប៉ះពាល់ទេឃើញអត់ចង់កម្រាស់ប៉ុណ្ណាក៏បានតាមចិត្តរបស់យើងអូខេតែបច្ចុប្បន្នអារម្មណ៍មួយមានបញ្ហានេះវាយាវាញែកអីអត់ស្អាតទេជួយ advance នេះមកត្រង់ភ្លឹងឃើញអត់គាត់តែប៉ុណ្ណឹងដូរតែប៉ុណ្ណឹងមកត្រង់ភ្លឹងឲ្យយើងហ្មងស្អាតចែអូខេជាងសេរីមកឧទាហរណ៍ប៉ុណ្នេះអូខេតែគ្រប់យ៉ាងត្រូវចាំពេលយើងប្រើប្រាស់ជាមួយនឹង generator object វាជាលក្ខណៈ non destructive យើងអាចកែបានគ្រប់យ៉ាងអូខេមិន destructive ទេតែយើងបិទចោលមើលនេះបិទអានេះមើលទៅវាស្ដើងដដែលហ្នឹងប៉ុន្តែ generator របស់យើងនេះបង្កើតកម្ដៅឲ្យវាជាលក្ខណៈគេហៅថា non destructive នឹងឯងបណ្ដោះអាសន្នយើងមើលទៅឃើញកម្រាស់តែមែនតើវាអត់មានកម្រាស់ទេតោះនេះប៉ុណ្ណឹងចង់បិទចោលបិទលើហ្នឹងមកឬជា sock shoe ក៏បានជា sock shoe មកបិទឲ្យយើងនេះអូខេបិទបើកអូខេជួយយើងបិទបើកសិនមកឥឡូវយើងបង្ហាញនេះយើងឲ្យស្រួលតែទៅចាប់ប្រអួយឲ្យយើងចាប់ប្រអួយឲ្យនេះទំហំប៉ុណ្ណាក៏បានយើងអត់ខ្វល់ទេឲ្យយើងចោះដំបងសិនអូខេដូចយើងដឹងហើយថាយើងបង្កើត cube ដំបងមើលទាំងវិញទាំងអស់ណាយើងបង្កើត cube ដំបងមកយើងមិនមានអីគេយើងមាន segment ត្រូវអត់នេះ segment នេះសិតតែ segment យើងអាចកំណត់បានខ្លួនឯងតាមចិត្តតែពេលនេះអីគេអត់មាន segment ទេមានតែ segment អញ្ចឹងមាន segment សំខាន់ចង់ចោះប្រអួយត្រូវមាន segment ដើម្បីចោះប្រអួយឲ្យវាអូខេអញ្ចឹងហើយបើធ្វើការ time segment ឥឡូវឧទាហរណ៍អត់មាន segment ទេចង់បាន time segment ឲ្យវាតំបន់ប៉ុណ្នេះយើងធ្វើម៉េចយើងអាចកាត់បានអូខេអញ្ចឹងជាមួយនឹង object របស់យើងជា polygon object យើងអាចកាត់បានតែមុននឹងកាត់យើងចូលមកកាន់ mode ណាមួយទាំង3នេះអូខេដើម្បីកាត់វាឥឡូវឧទាហរណ៍ចូលមកកាន់អីគេ H mode ចាក់អារម្មណ៍មួយពេលយើងឈរលើ H mode នេះខាងឆ្វេងដៃយើងឃើញមានឧបករណ៍ដូរអត់ទេវាដូរមកអញ្ចឹងពេលយើងឈរលើអាមួយនេះវាដូរផ្សេងបើឈរអានេះវាដូរផ្សេងមួយទៀតដែរអូខេអញ្ចឹងឧទាហរណ៍ខ្ញុំចង់អីគេប្រើ H mode ចោះព្រោះចង់កាត់ជាគេបន្ទាត់មកអញ្ចឹងណាអញ្ចឹង H mode ដល់មកចង់កាត់វាតែយើងប្រើឧបករណ៍អីដើម្បីធ្វើការកាត់គឺយកឧបករណ៍ H loop អូខេជាយើងអាចបើស្ដាំបានពេលយើងឈរលើ mode របស់យើងហើយយើងបើស្ដាំយើងឃើញនេះមានច្រើនមែនតើយើងអត់បង្ហាញទាំងអស់ទីបង្ហាញសំខាន់ហើយឧបករណ៍សំខាន់មានដូចជាអីគេនេះ loop cut គេថា path cut របស់យើងហ្នឹងគេថា H loop មានអញ្ចឹងណាជាយើងប្រើមួយហ្នឹងសំខាន់ប្រើច្រើនមែនតើជាយើងប្រើមួយសាកមើលចុច pause អូខេដាក់ cursor នៅលើនេះអញ្ចឹងកាត់ប្អួយអីគេចន្លោះស្វែងស្ដាំអញ្ចឹងហ៎អញ្ចឹងដាក់ខាងលើនេះមកខាងក្រោមនេះក៏បានដូចគ្នាតែវា loop មកជុំហ្នឹងឃើញអត់គេវា loop មកជុំអត់ទេអាចកាត់ segment ថ្មីបានអូខេឥឡូវឧទាហរណ៍បង្វិលតិចមកស្រួលមើលដាក់ត្រឹមប៉ុណ្នេះចុចមួយមកបានមួយចុចមួយទៀតមកបានមួយទៀតដែរឃើញអត់ចុចចន្លោះពួយរបស់យើងត្រឹមហ្នឹងចុចចង់មកជាខាងលើមួយក្រោមមួយដាក់ cursor លើអាកែងនេះមកចុចមួយចោលដាក់ខាងក្រោមនេះចុចមួយទៀតចោលមកវាកាត់មកជុំទៀតអានេះកុំខ្វល់ពីវាយើងកាត់យកកន្លែងតាមអញ្ចឹងហ៎អូខេឥឡូវយើងបានប៉ុណ្្នឹងហើយយើងថែមបាន segment ហើយនេះបាន3 segment ហើយកាត់លក្ខណៈអីគេលក្ខណៈព្រាវទាំងអស់ដាក់កន្លែងណាក៏បានតាមចិត្តរបស់យើងអូខេឬម្យ៉ាងទៀត control Z បើខ្ញុំចង់ 100% ចំកណ្ដាលបន្ទប់នឹងហ្មងយើងធ្វើម៉េច 100% ចំកណ្ដាលបន្ទប់នឹងហ្មងណាចុចដាក់ចំកណ្ដាលមកចំកណ្ដាលអត់ទេអត់ដឹងចំអត់ទេចុច shift ឲ្យជាប់មកវាឆក់ចំកណ្ដាលយើងហ្មងនេះចុច pause បានកណ្ដាលមួយបាត់ហើយទីកណ្ដាលហ៎ចុចតែមួយទៀតមកឧទាហរណ៍ចុច shift ដាក់មួយទៀតតែវាអីគេវាស្ដើងវាអត់មានអីគេចន្លោះពួយឲ្យយើងអញ្ចឹងយើងធ្វើម៉េចមានវិធីមួយទៀតគឺយើងអាចប្រើប្រាស់ bevel អូខេដើម្បីអីគេញែកវាជា2ចេញមកជា2ជា3តែចិត្តរបស់យើងអត់បញ្ហាសំខាន់យើងមាន H loop មួយដែរថា H loop កាត់មកជុំអញ្ចឹងណាអូខេឥឡូវឧទាហរណ៍ជាអក្សរ E ចូលមកកាន់ move to ធម្មតាវិញខ្ញុំចង់ធ្វើការអីគេពុះវាជា2ឲ្យស្ប៉ាhere ដែរចំកណ្ដាលហ្នឹងហ្មងខ្ញុំអាច select វាបញ្ជុំនេះអានេះមួយចុច shift អានេះមួយ shift អានេះមួយបានបញ្ជុំនៅបានបញ្ជុំនេះឃើញអត់គ្រប់ទាំងអស់បវលមើលសិនគ្រប់នៅឬម្យ៉ាងទៀតយើងខ្ជិលអីគេចុចមួយអញ្ចឹងចុច shift U ហ្នឹងអញ្ចឹងចុចដាក់ cursor ឯណាក៏បានចុច2ដងមកលើខ្សែហ្នឹងចុច2ដងមកប៉ោចវាធ្វើការ select loop បញ្ជុំនឹងតែម្ដងតោះណាអូខេបានប៉ុណ្្នឹងហើយចាប់ដើមញែកវាជា2ពុះជា2វាស្បើគ្នាបើស្ដាំមកយក bevel មួយនេះយើង bevel ទៅលើ H អូខេចុចប៉ោចមកអូខេចុច bevel ហ្នឹងឲ្យទាញខ្វាច់ស្មើគ្នាល្អហ៎ចំកណ្ដាល 100% ហ្មងហើយកន្លែងហ្នឹងពេលយើងទាញឲ្យដំបូងចឹងកំណត់អូខេកំណត់ដូរឧបករណ៍ទាំងអស់យើងអាចកំណត់អីគេកន្លែងនេះបាននេះមាន offset យើងអាចទាញឆៅគេទាញភ្លាមយើងឃើញភ្លាមដាក់ម៉ានក៏បានឲ្យថា80អូខេ tape មួយមក subdivision អញ្ចឹងថែមប៉ុន្មានកង់ក៏បានដែរក្នុងហ្នឹងឃើញអត់
ចឹងថែមមក0ទៅមកកង់ធម្មតាថែមមកកង់ទៀតមកពុះជា2ឲ្យយើងទៀតចឹងបានប្រហែលកង់ក៏បានទៅនេះដូរដាក់តាមចិត្តតោះណាដាក់តែ1បាទ0មកបានអូខេបាន1ដាក់80ហើយឃើញអត់អូខេបាន1ហើយអញ្ចឹងអក្សរ E មកប្រកាន់ move to វិញនេះដូចគ្នាមកជុំនេះជិះពីរដងមកជុំដែរមកស្ដាំយកអីគេ bevel អូខ្វាច់ដាក់ប៉ុន្មានក៏បានដែរឃើញអត់នេះដូរភ្លាមមកឧទាហរណ៍ថា60 cm ជិះ tape មកអួតយើងលក្ខណៈអីគេនេះលក្ខណៈរៀងអត់សូវខ្ពស់ទេមិនចឹងទេចឹងថែខ្ពស់ដាក់80ដែរមកការ៉េហ្មងទៅការ៉េតោះនេះប៉ុណ្ណឹងអូខេលក្ខណៈពិសេសរបស់អីគេbevel tool អូខេឥឡូវបានប៉ុណ្ណឹងហើយឥឡូវឧទាហរណ៍អូយនេះវាការ៉េពេកខ្ញុំចង់ឲ្យវាតឹងវែងបន្តិចយើងធ្វើម៉េចចុចពីដងលើនេះ shift ចុចពីដងលើនេះចុច T យើង scale វាមកនេះយើង scale វាមកនេះយល់ទេចឹង control Z មកវិញមកធម្មតាវិញចុចយើង scale ពេលយើង scale នេះយើងឃើញឯនេះតម្លៃមួយនេះតម្លៃ x មិនចឹងហ៎ x របស់វាគឺឆ្វេងស្ដាំយើងអាក្រហមហ្នឹងគឺ x ហើយទាញមកគឺចេញមកនៅនេះចេញមកហើយចុចយើងថែមម៉ាំងបើឲ្យគេមក60 cm មិនចឹងហ៎ឥឡូវឧទាហរណ៍ថែមទៀតមកខ្ញុំបូកថែមឲ្យគ្រប់220ឧទាហរណ៍220 enter មកវាឡើង220គេអត់វាថែមទំហំជាក់ស្ដែងឲ្យយើងហ្មងព្រោះនេះប៉ុណ្ណឹងឥឡូវបានប៉ុណ្ណឹងអញ្ចឹងចោះប្រហោងប្រួយរបស់យើងមិនចោះប្រហោងវាបានចោះប្រហោងឈរលើវាមកចុះមកកាន់ polygon mode យើងចោះអាប្រហោងកណ្ដាលនេះមិនចឹងហ៎ចឹងប្រហោងទាំងអស់នេះ polygon ម្ដុំហ្នឹងបង្កើតឡើងអីគេ x4 0.4ជុំវិញមិនចឹងចុចលើអាហ្នឹងមកស្លេចបានទៅនេះស្លេចអីហើយ delete ចោលមកចប់ចោះប្រហោងបាត់ឃើញអត់យើងបានមកហើយបើកអានេះមកវិញមកជាសឹក shoe ក៏បានជា shoe មកចេញកម្រាស់មកឲ្យយើងបានទៅនេះឃើញអត់ផ្លឹងតោះនេះប៉ុណ្ណឹងអូខេងាយមានអីឆ្ងល់អត់ទេនេះយើងឥឡូវបានមកហើយចប់គ្រប់យ៉ាងយើងបានមកឈុតបានបន្ទប់មួយតែនៅសល់អីគេជំរឹងប្រអួចមួយទៀតមកអញ្ចឹងពួកយើងនេះមានជំរឹងរបស់វានេះអូខេមានជីវាបោកចូលគ្នាមកតឡើងកម្រាស់អីចឹងមកអូខេអញ្ចឹងយើងធ្វើម៉េចអូខេមើលបងប្អូនគ្នាណាបាទអរិយាបើសិនជាលឺភ្លៀងចូលជួយបញ្ជាក់ខ្ញុំផងណាព្រោះអីភ្លៀងមកហើយខ្ញុំខាច់ស្ដាប់អត់លឺខ្ញុំទៅទៀតសិនធ្វើប្រអួចឲ្យបានមុនអូខេអូខេតោះចាប់ដើមអញ្ចឹងឧទាហរណ៍អញ្ចឹងធ្វើជំរឹងប្រអួចឲ្យវាយើងធ្វើម៉េចទៅយើងអាចធ្វើការបង្កើត cube ថ្មីមួយទៀតដាក់ពីក្នុងហ្នឹងហើយកាត់កងអីចឹងទៅក៏បានដូចគ្នាប៉ុន្តែដាក់មកអត់ចំ 100% ទេបើចង់ឲ្យចំលើជំរឹងប្រអួចហ្នឹងត្រូវយកពីណាមកយកសាច់ពីហ្នឹងមកនេះសាច់ពីប្រអួចពីហ្នឹងមកប្រើតែម្ដងអូខេយើងធ្វើម៉េចឥឡូវនេះកម្រាស់របស់វានេះជាលក្ខណៈ non destructive តែប៉ុណ្្នឹងទេយើងអត់អីគេអាចប៉ះពាល់កម្រាស់ហ្នឹងបានទេអញ្ចឹងប៉ះបានធ្វើម៉េចទៅចុចលើវាហើយចុចអក្សរ C ទៀតនេះ make editable នេះចុចអាហ្នឹងហើយគ្រប់យ៉ាងទៅជាអីគេ polygon ទាំងអស់ចង់ដឹង polygon មើលនេះគ្រប់យ៉ាងទៅជា polygon ទាំងអស់ឃើញអត់យើងអាចកែបានហើយឥឡូវយើងចង់អីគេយើងចង់ធ្វើការចាប់យកសាច់មួយនេះមកប្រើដើម្បីធ្វើជា frame មកអួយរបស់យើងយើងធ្វើម៉េចយើងអាច select វាមក select មួយចុច shift អានេះមួយមកជុំហ្នឹងអូខេចុច shift ខាងលើម្ដង shift អានេះមួយអូនេះមកយ៉ាលើហើយអូលើវាចឹងឃើញអត់វាបាំងចុះបាំងឡើងអញ្ចឹងចុះអក្សរអីគេអក្សរ x មួយមកវិញមកអត់បញ្ហាទេ shift មួយទៀតអញ្ចឹងវា u ឃើញអត់បើគេប្រជុំវា flow វាប្រជុំចេះតទៅអញ្ចឹងយើងមិនចាំបាច់អីគេ select មួយប្រើ shift វាខាតពេលអញ្ចឹងធ្វើម៉េចវិញយើងអាចប្រើប្រាស់ loop selection អូខេចុចអក្សរ v មួយមកយើង select របស់យើងនេះចឹង V នេះបង្ហាញ context menu របស់យើងយើងចូលបង្កើត select ចង់ select យើងមកចូលមិនចឹងហ៎ហើយយើងប្រើ loop selection គីបអក្សរខាត់របស់វាគឺអក្សរ UL loop selection ចុចមកដាក់ cursor លើនេះឲ្យចំឃើញពណ៌សជុំវិញនេះចុចប៉ាច់មើលគឺមកជុំមកហ្មងឃើញអត់ loop មកជុំឥឡូវបានមកជុំនឹងហើយធ្វើមិនទៀតអញ្ចឹង copy វាមកប្រើចម្លងមកប្រើយើងធ្វើម៉េចមកស្ដាំយកពាក្យថា split នេះគឺផ្ដាច់ចេញមកចាប់ផ្ដាច់ចេញមកឧទាហរណ៍ចុច split ទៅមកចុច split point ចេញមកនៅវាបង្កើតបាន object មួយទៀតមកនេះគឺអាផ្ទៃ select មុនហ្នឹងបានទេចុច T មើល scale មើលឃើញអត់មកនេះឃើញម្ដុំហ្នឹងតែគេនេះពេលធ្វើអញ្ចឹងហើយអានេះចំហធ្លុពីប្រហោងអត់ទេផ្ដាច់មកចំហចោលអញ្ចឹងហើយយើងធ្វើមិនវិញ undo ទៅវិញយើងមានវិធីមួយយើងអាចម៉ៅស្ដាំលើវាសិនមុននឹងចុច split នេះយើងចុច gear icon មួយនេះ option របស់វាចុចមកយើងយកឲ្យពីថា keep polygon មានឲ្យរក្សាអា polygon ចាស់របស់យើងដដែលយើងបង្កើតថ្មីមួយយើង copy ថ្មីមួយរក្សាអាចាស់ហើយចុច OK មើលបានមួយមកនេះ T scale មើលឃើញអត់អាចាស់របស់យើងនៅដដែលអត់មានបាត់បង់ទេឃើញអត់អូខេ undo មកវិញហើយយើងបានអីគេយើងបានសាច់ម្ដុំនឹងមកហើយចាប់ដើមធ្វើការបង្កើត frame ឲ្យវាអញ្ចឹងយើងអាចធ្វើការអីគេ scale ទៅទីមកឲ្យធំពេក frame របស់យើងប៉ុណ្នេះមកបានហើយមិនចឹងហ៎ frame ចំណុចមួយរបស់យើងជាអក្សរ E រំកិលទៅកៅទីមកឧទាហរណ៍វាយណាក៏បានសាច់របស់យើងទេដាក់កន្លែងណាក៏បានតែវាស្ដើងពេក
là kia mà khơi ớt ở bên cầm ra thì cho bà cái cầm ra hay vì những thứ mấy mà sẽ đám như biết thác extrude ok này extrude bao nhiêu extrude nè extrude ok khi mà cắt sọt đi bác extrude đi kia biết thác extrude cứ ý cái bà cái cầm ra trên màu bấm pho trên màu bấm pho ý cái bấm pho polygon trên màu chạy bọt máu chạy extrude đường máu ốc máu trên màu thì nè đã vài ná các bạn ăn bánh ha mà trên màu mong cái ớt trên cầm ra màuแต่ไปยังฝึกการ extrude เนี่ย complete อีกเนี่ยอย่าเปลี่ยนท่า create cap โอเคbây giờ ở trên create cap นั่นเต้มีปัญหาคือไอ้เก๋หาเลยจะห่อจะเอาอะไรvì ở bênไอ้เก๋ở bên sạch ở dưới tê là ưu tiên họ xua bớ ăn đủ sân máu ok là ưu tiên họ trongฝึกการbằngการ plan muối ok bằngการ plan muối máu đặt đi ưu tiên họ segment muối tầng đó ok chia sẻ cái cho C polygon bằng chăng á chết lên viên máu polygon mode mà sẽ đám như extrude sọt đi các bạn hay như thực cảตีควายพอมาเนี่ยแต่giờ ở giờ create cap đi tê làm khớp đi mở khi cho họ thế vì cho họ giờ create cap đang máu để bật chất ở giờ cap cầm rô bằng chăng á để bật cạn cầm rô không ai ở giờ buổi tiệc đó này năng ok bạn ấy cho bật cạn mà đòi một bánh lục chảo đó tục ở giờ đi bình cho sọt ấy các bạn bình thường máu chứ như ta bật cạn ở này giờ mùi ní cho bật cạn polygon mode cho sọt đi extrude chol thầm ní máu ưu tiên họ tay complete ấy cái create cap ở hai ok create cap đang máu cứ ok ở hai ok nhưng chẳng đăng thường mấy khi ở cái frame mùi năng ở đằng này bà món á thường bày tới trước các bạn đâu một máu giấc bôi cho lợi cái này cho lợi chị mùi năng anh ấy cái bật tục bao nhiêu từ mùi một trang ấy này muối mở sáng anh ấy muối bao bếp xén anh ấy bao bếp xén ok chắc chẳng khi nào mùi năng thì chẳng lẽ bật tục mông chào nhưng thường mấy nhưng solo về tới cái này cục này nóคือ solo ហ្នឹងហើយ viewport solo វាថាយើងបង្ហាញតែមួយនៅក្នុង viewport របស់យើងឈរលើវាហើយ viewport solo ឃើញអត់ស្អាតអត់នេះបិទចិត្តឆឹងហ្មងឃើញអត់អត់បញ្ហាទេបិទវិញមកធម្មតាវិញអូខេអត់បញ្ហាចាអារម្មណ៍មួយពេលយើងបង្កើតមកអញ្ចឹងដាច់ចេញមកអញ្ចឹងយើងឃើញ exit របស់វានេះណានៅខាងក្រោមនេះបន្ទប់របស់យើងនៅខាងក្រោមនឹងស្រាប់យើង split ចេញពីនឹងមកដូចគ្នាចាប់ឲ្យដូចគ្នាវាអត់ចំកណ្ដាលទេឃើញអត់អត់ចំកណ្ដាលទេអញ្ចឹងសួរធ្វើម៉េចចំកណ្ដាលហ្មងធ្វើម៉េចទៅបើយកចំកណ្ដាលធ្វើម៉េចទៅបើអត់ចំកណ្ដាលអញ្ចឹងមានថាពេល scale វាជា sort T នេះវា cost ទីតាំង scale របស់យើងនេះ axis របស់វានេះចឹងវា scale ពីណាមកពីនេះចូលមកហើយនេះឃើញចូលមកអត់អូខេចឹងវា cost អីគេ cost ទីតាំង axis ចង់យក axis របស់យើងចំកណ្ដាល100%បងធ្វើម៉េចទៅពីមុនដែរយើងអាចចូលមកកាន់អីគេ tool axis center axis របស់យើងហ្នឹងអូខេមានអីទៀតយើងមើលដាក់ថាម៉េច center លើដាក់គេ execute មួយមកអូខេkhiមកនៅនេះចឹងដាក់គេ x របស់យើង0 y របស់យើងដាក់ប៉ុន្មានដាក់0ដឹងថា0កណ្ដាលមិនចឹងហ៎ execute មកគឺចំកណ្ដាលហ្មងចឹង object របស់យើងបើខុសទីតាំង axis ដាក់អីគេនេះ axis center ដាក់0ទាំងអស់នេះមក execute ចំកណ្ដាល 100% ហ្មងចឹងបិទវាចំមក scale មើលចូលកណ្ដាលនឹងអត់ទេគឺចំកណ្ដាលនឹងហ្មងចឹងយើងអាចធ្វើការបន្តទៀតបានហ្នឹងមិនចឹងហ៎អូខេចឹងបានមួយទៀតហើយចឹងចាំបាន frame នេះបើគេយើងធ្វើតាមគេក៏បានធ្វើរបស់យើងក៏បានអត់បញ្ហាទេមិនចឹងហ៎អូខេចឹងយើងធ្វើម៉េចឥឡូវឧទាហរណ៍របស់គេនេះបញ្ឆិតអាកែបញ្ឆិតទៀតអាកែនេះបញ្ឆិតចេះបើយើងគេនេះវាត្រង់ស្មើអញ្ចឹងបញ្ឆិតទៅមិនទៅយើងអាច bevel បានចឹងចូលមកកាន់ edge mode ដដែលជុំនេះចេញពីរដងមកជុំ shift ពីរដងទៀតមកជុំចាំបញ្ឆិតឡើងហ្នឹងមកស្ដាម bevel ទីមកដូចមុនដែរមិនចឹងហ៎យើងទីមក bevel បញ្ឆិតចង់ធ្វើវិញក៏បានឃើញអត់ខ្ញុំចង់ time segment ឲ្យវាមូលដាក់មូលមកក៏បានចង់ឲ្យ frame យើងមូលដាក់មូលចឹងមកប៉ុន្តែជាទូទៅពេលយើងធ្វើជាលក្ខណៈ stylize ចឹងណាបើចាំឲ្យ detail ខ្លាំងពេកទេល្មមទៅគឺអូខេហើយព្រោះត្រូវការលក្ខណៈ stylize មិនចឹងណាយើងដាក់សូលមកបានហើយជុងចឹងមកស្អាតអូខេចង់ដាក់ frame ឲ្យលើក្រោមនេះចម្រឹងមកវាណាយើងអាចបង្កើតជា cube ក៏បានយើងអាចធ្វើការកាត់វា extrude ចេញមកក៏បានដូចគ្នាអញ្ចឹងបង្ហាញឲ្យយើងមួយទៀតពាក់ព័ន្ធជាមួយនឹងការកាត់ចេញពីនឹងមកជាប់គ្នាវិញតែចុចយ៉ាងម៉េចឥឡូវឧទាហរណ៍មួយនេះជាចម្រឹងរបស់យើងចុច Control Shift A មកដើម្បីធ្វើការ deselect all អូខេ Control A select all Control Shift A deselect all បានប៉ុណ្្នឹងហើយយើងធ្វើការឲ្យគេកាត់ដូចមុនដែរបើស្ដាមជាអក្សរ V select loop select អូខេ loop select loop cut យើងចង់ខាត់វាមិនចឹងហ៎បើស្ដាមយើងប្រើឲ្យគេនេះloop cut មិនចឹងហ៎ចុចប៉ុចមកខាត់វាមកជុំអូខេកណ្ដាលនេះមួយ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 មិនចឹងជិះ shift មកមួយកណ្ដាល shift កណ្ដាល shift កណ្ដាល shift កណ្ដាលបានហើយចាប់ដើមឲ្យគេបង្កើតកម្រាស់ឲ្យវាអញ្ចឹងធ្វើម៉េចជាអក្សរ E មកកាន់ move tool វិញចុចពីដល់លើវាមកជុំ shift មកជុំ shift មកជុំ
shift មកជុំ mouse ស្ដាំយើងយកអីគេម្ដង bevel ទៀតពុះវាមកចេះឲ្យវាស្មើចេះអញ្ចឹងមកកម្រាស់ចង់បានប៉ុណ្ណាក៏បានដែរឃើញអត់ចង់ឲ្យស្មើទៀតដាក់ទៅ4អញ្ចឹងមកបើចង់ឲ្យលើអានេះក្រាស់ជាងអានេះដាក់ផ្សេងគ្នាមកអត់ជាបញ្ហាទេឃើញអត់អូខេឥឡូវយើងបានមួយទៀតមកហើយឃើញអត់អូខេតទៅទៀតធ្វើម៉េចទៀតឥឡូវឧទាហរណ៍អញ្ចឹងយើងបានប៉ុណ្្នឹងហើយចាប់ដើមភ្ជាប់វាមកភ្ជាប់សាច់វាមកអញ្ចឹងយើងធ្វើម៉េចភ្ជាប់សាច់វាឥឡូវឧទាហរណ៍ខ្ញុំភ្ជាប់មកអានេះខ្ញុំចង់ភ្ជាប់ជាមួយណាជាមួយនេះអញ្ចឹងតែទាំងពីរហ្នឹងមកម៉ៅស្ដាំយើងយក bridge ស្ពានឆ្លងស្ពានចុចមកអូខ្វាច់ចូលមកផ្លុកឃើញទេវាតយើងស្អាតមកឃើញអត់ប៉ុន្តែកន្លែងនេះប្រយ័ត្នកន្លែងនេះមែនតើវាឆ្លងកាត់គ្នាមិនអញ្ចឹងណាអញ្ចឹងធ្វើអីគេនេះត្រូវមានអីគេដែរ H loop មួយដែរបើអញ្ចឹងទេមិនទៅវាអត់ឆ្លងកាត់បានឆ្កងលើគ្នាខូច geometry របស់យើងអស់ហើយអញ្ចឹងឥឡូវឧទាហរណ៍យើងបន្ថែមនេះមួយទៀតយើងមកស្ដាំយើងយកពាក្យថា loop cut like shift កដាលចុចស E ចុចពីដល់លើវាមកស្ដាំយកពាក្យថា bevel ខ្ញុំទាញបន្តិចទៀតមកឥឡូវឧទាហរណ៍យើងស្មានប្រហែលគ្នាសិនមកអញ្ចឹងហ៎ហើយភ្ជាប់គ្នាឥឡូវឧទាហរណ៍អូខេប្រយ័ត្នណាបើយើងទាញម្ដងហើយអូម្ដងទៀតខុសហើយថ្ងៃហ្នឹងឃើញទេអត់តែម្ដងទេអូខេបានប៉ុណ្ណឹងឥឡូវឧទាហរណ៍ជាប់ពីលើមកមុនអញ្ចឹងទៅជាប់អានេះម្ដងអានេះអាខើមនេះម្ដងអាខើមនេះអញ្ចឹងធ្វើម៉េចចូលមកកាន់ polygon mode E select នេះមួយ shift អានេះមួយមកស្ដាំដូចមុនដែរយើងប្រើអីគេប្រើ bridge អូខ្វាច់ពីលើមកក្រោមនេះមកជាប់មួយអូខេបើចាំ E ក៏បានដែរនេះបើចាំចូលមកឧបករណ៍នេះក៏បានដែរប្រើ bridge tool ដែរហ្នឹងចុចអានេះមួយមកចុច shift អានេះមួយមកអូខ្វាច់គាត់អូមកជាប់ឲ្យយើងអូតូមកឃើញអត់ជាបានចម្រឹងប្អួយមកនេះឃើញស្អាតចាស់មិញដល់ណាចេះដល់ប្អួយហើយណាអូខេឥឡូវបានប្អួយមួយហើយភ្លៀងក៏វារៀងស្រាលដែរអញ្ចឹងខ្ញុំចង់ធ្វើអីគេម្ដងនេះខ្ញុំចង់ធ្វើខាងលើនេះបន្ទប់របស់យើងមានខាងលើនេះមួយទៀតអូខេនេះលើនេះហាក់ឈីខាងលើហ្នឹងអូខេស្មើល្អឃើញអូខេអញ្ចឹងធ្វើម៉េចទៅអាចធ្វើការអីគេយើងធ្វើការផ្ដាច់យក object polygon ខាងលើនេះមកប្រើតែម្ដងមិនអញ្ចឹងហ៎អញ្ចឹងយើងធ្វើម៉េចយកមកកាត់ polygon mode ចូលបន្ទប់របស់យើងជាមួយនេះយើងដូចឈ្មោះមកឲ្យមកឧទាហរណ៍ថា room នេះគឺជា window frame អូខេចឹងចូល room នឹងមកដើម្បីចង់បាន object polygon ពីនេះមកប្រើមិនចឹងហ៎ចឹង select វាមកមួយចុច shift អានេះមួយអានេះមួយអានេះមួយចឹងបានទាំងអស់នឹងមកប្រើហើយចឹងធ្វើការអីគេអាចចេញមកស្ដាំវាប្រើ split មិនចឹងហ៎តែ complete ចូលមកកាន់ gear icon ធីកយកមួយនឹងផងអូខេចុចអូខេមកបាទមួយទៀតមកនេះដាក់ថា rim ឧទាហរណ៍ជ្រីរបស់វាតែជ្រីរបស់វាបែរទៅនេះវាស្ដើងចាំបានកម្រាស់ចុចស D នឹង extrude មកស្ដាំ extrude នេះមិនចឹង extrude ឡើងមកទីខ្វាច់ចឹងបានប៉ុណ្ណាក៏បានអត់បញ្ហាប៉ុន្តែបើទៅវាស្មើបើគេនេះចេញមកផុសឡើងចេះចង់ស្រួលមកយើងបង្ហាញនេះមួយទៀតមកស្រួលបង្ហាញនេះយើងអូខេនេះអូខេវាមានកម្រាស់ចេញមកអញ្ចឹងណានេះខ្ញុំប្រើកម្មវិធី Pure Ref ដើម្បីងាយស្រួលបង្ហាញអូខេយើងភ្លេចបើកមុនហ្នឹងអញ្ចឹងចង់ធ្វើការបង្កើតកម្រាស់នេះទាំងគេជុំបញ្ជុំនេះទឹកអេស៊ូចេញមកក្រៅដែរមិនអញ្ចឹងឬប្រយ័ត្នទីយើងអាចធ្វើការ move ហើយបច្ចេកទេសមួយទៀតអញ្ចឹងសេចបញ្ជុំឧទាហរណ៍ចុចស E មកលេខបញ្ជុំចុច shift មិនអញ្ចឹងហ៎បញ្ជុំតែវា U យើងអាចប្រើអីគេloop អូខេ select loop អញ្ចឹង V select loop selection អូខេ loop selection មកដាក់ cursor នេះមកនេះមកជុំនឹងហ្មងឲ្យទៅមកជុំតគ្នាវាតគ្នាដាក់មកជុំឲ្យយើងហ្មងឃើញអត់អូខេយើងដឹងថាចង់ឲ្យវាធំយើងប្រើ scale មិនអញ្ចឹងស T យើងអាច scale បាទពេលយើង scale មិនទៅនេះវាខូចខ្ទេចអស់ហើយមិនអញ្ចឹងហ៎វាអត់ទៅរួចទេជាងយើងធ្វើម៉េចគឺយើងត្រូវ move វាគឺ move ទៅលើ normal យើងដឹងថា polygon របស់យើងនេះយើងមើលទាំងអស់គ្នាក្នុងកម្មវិធី 3D ណាក៏ដោយពេលមាន polygon មាន normal របស់វាគឺវាកែងជាមួយនឹងផ្ទៃយើងចូលដល់កាន់ filter ក្នុង option ណាអូខេ option ដល់ជាងខាងសិនមកនឹង option នឹង polygon normal នេះមួយនេះចុចបាច់មើលយើងឃើញ normal វាអត់នេះខ្មៅហ្នឹងគឺវាអីគេនេះវាកែងជាមួយនឹងផ្ទៃរបស់យើងអញ្ចឹងពេលយើងរំកិលវាមកវាថាម៉េចទៅវារំកិលមកកាន់ normal នឹងតែម្ដងអញ្ចឹងចង់រំកិល normal យើងធ្វើម៉េចនេះមកយើងមកស្ដាំមកយើងយកពាក្យថា normal transform normal move រំកិល normal របស់វារំកិលមកណានេះរំកិលមកឃើញអត់រំកិលវាកែងជាមួយណាហ្នឹងចេញកម្រាស់មកយើងស្មើល្អមែនតើឃើញអត់នេះស្មើ 100% តោះនេះប៉ុណ្ណឹងអូខេចាំប៉ុណ្ណាយកប៉ុណ្ណឹងមកហើយ E មកហើយបាត់ហើយចូលមកកាន់ field option ដោះ normal នឹងចេញ polygon normal ឲ្យវាឃើញស្មុគស្ងាច់មិនចឹងហ៎អូខេពេលចប់ហើយចូលមកកាន់ model របស់វាមកហើយយើងបានមួយទៀតហើយវាខយទៀតហើយនេះវាខ axis ទៀតហើយអញ្ចឹងយើងអាចចូលមកកាន់ tool axis center execute មកចំកណ្ដាលមកឃើញអត់អូខេបានហើយបិទវាចោលវិញរួចរាល់បានបន្ទប់មួយបាត់ហើយនៅសល់អីគេសល់ច្រើនដែររបស់យើងអូខេមើល
សអីទៀតឥឡូវយើងចាប់ដល់ហើយយើងធ្វើវាំងណឺនេះមុនហ្នឹងវាំងណឺអញ្ចឹងណាតែធ្វើវាំងណឺរបស់យើងនេះអូខេយើងធ្វើវាំងណឺមុនសិនមកថ្ងៃនេះមានដៃមកជួមកវែងទៅវែងមួយមកអញ្ចឹងដៃវែងយើងប្រើអីគេអាហ្នឹងយើងប្រើ cylinder មកអញ្ចឹងណាវាទៅវែងចេញមកអូខេអញ្ចឹងបង្កើត cylinder មួយមកយើងធ្វើមកចូលបង្កើតទៅនេះជា cylinder បចអូខេមកហើយតែវាបញ្ឈរចង់ផ្ដេកវាធ្វើម៉េចយើងប្រើមួយនេះមកនេះបូក x ផ្ដេកមកឃើញអត់ធំពេកយើងថយតិចមកអូខេហើយយើងថយតិចមកឲ្យធំតែបើទុយពេកទេព្រោះអី style line យើងអាចប្រើធំអញ្ចឹងបានអត់បញ្ហាអូមកជិះតិចមកអួយរបស់យើងហាំនេះអញ្ចឹងណាដាក់មកលើឧទាហរណ៍ប្រវាយនេះយើងស្មានសិនមកអូខេពេលស្មានអញ្ចឹងដល់ចំកណ្ដាលអត់ទេអត់ដឹងចំទេអញ្ចឹងព្រោះយើងមើលពីអីគេលក្ខណៈ perspective ដើម្បីងាយស្រួលយើងចុច F5 មកយើងឃើញទាំងអស់នេះឬក៏ចុចមកកណ្ដាលក៏បានដែរអញ្ចឹងណាហើយយើងមើលពីមុខមកនេះចំពីមុខនេះចំល្អតាំងទៅចំ 100% នេះអញ្ចឹងណាព្រោះយើងកាត់មុនហ្នឹងយើងកាត់ចំកណ្ដាលមកអញ្ចឹងហើយយើងថែមឲ្យវាវែងតិចមកឧទាហរណ៍ប្រវាយនេះឲ្យទៅតិចមកទាញចុះទាញឡើងអញ្ចឹងមកទៅករណីវាជាលក្ខណៈបន្ទាត់ត្រង់អញ្ចឹងcube cylinder ត្រង់អញ្ចឹងមកចាំអីគេចេះសរ C ទេដាក់អញ្ចឹងមកយើងស្រួលសេរីមិនអញ្ចឹងហ៎ដាក់ប៉ុណ្ណាក៏បានសេរីប៉ុណ្ណាក៏បានគ្រប់ពេលទាំងអស់យើងអាចសេរីបានតោះនេះប៉ុណ្ណឹងអូខេឥឡូវយើងបានមួយហើយចាប់ដើមធ្វើអានេះម្ដងនេះអានេះអាកន្លែងនេះអូខេអានេះមានកលៈវាមួយមកហើយអានេះមានប៉ោងចេញមកអញ្ចឹងអូខេនេះមានតិចរបស់គេមួយទៀតអញ្ចឹងក្នុងករណីចង់ធ្វើអាហ្នឹងតែយើងធ្វើវាបែបយើងប្រើអីគេដែរនេះមូដែរនេះមូដែរមិនអញ្ចឹងហ៎មូជុំវិញអញ្ចឹងយើងប្រើ cylinder ដូចគ្នាក្នុងករណីអញ្ចឹងយើងអាច copy បានអូខេយើងមានស្រាប់ហើយគាត់ copy មកធ្វើឲ្យខ្លីមកហើយបានអញ្ចឹងចង់ copy object របស់យើងធ្វើម៉េចឥឡូវមានមួយហើយចង់ copy វាជា control ឲ្យជាប់ command key ក្នុង Mac ទាញខ្វាច់នេះ copy មក x អញ្ចឹងមកវាត្រង់អញ្ចឹងមកឃើញអត់អូខេបានមួយហើយខ្លីតិចមកឲ្យវាខ្លីដាក់ធំនេះមកកវាអូខេហើយកវាហ្នឹងមិនទៅវាត្រូវធំជាងបន្តិចហ្នឹងអញ្ចឹងហើយធំតិចមកអូខេថ្ងៃហ្នឹងវាចំហប្រហោថ្ងៃនេះវាអត់មានអីគេអត់មាន cap ទេដូចយើងដឹងហើយ cylinder របស់យើងអាចដោះ cap ចោលបានយកដោះ cap នឹងចោលមកអូខេអានេះបើចាំដាក់ច្រើនជ្រុងពេកហ្នឹងយើងអាចដោះឲ្យគេចោល high segment យើងថយមកមួយមកសតតែប៉ុណ្្នឹងបាននេះអូខេឧទាហរណ៍អំប៉ុណ្នេះអូខេបានហើយប៉ុណ្នេះមកតែបើគេមានកលៈបើយើងអត់មានកលៈទេអូខេយើងចង់ធ្វើកលៈយើងធ្វើមិនទៅគឺយើងទៅប្រើប្រាស់លក្ខណៈអីគេ modeling ហ្នឹងមិនអញ្ចឹងហ៎បើទាញវាផុសឡើងអីចឹងទៅដូចធ្វើជាមួយនឹងបន្ទប់មុនហ្នឹងអញ្ចឹងឈរលើវាមកយើងជាអក្សរ C មួយមកអញ្ចឹងទៅជាអីគេ polygonal object អញ្ចឹងយើងអាចធ្វើការ modeling បានហើយចូលមកកាន់ edge mode ឧទាហរណ៍ចង់កាត់វាសងខាងនេះដើម្បីឲ្យវាអាហ្គេមនេះផុសឡើងមិនអញ្ចឹងហ៎នេះផុសឡើង2ចេះឲ្យវាឡើងផុសឡើងមកខាងអញ្ចឹងយើងធ្វើមិនទៅយើងកាត់វាមកដូចមុនដែរយើងប្រើអីគេមកស្ដាំ look cut ដាក់ចំកណ្ដាលជា shift មិនអញ្ចឹងហ៎ជាអក្សរ E ចេញពីដល់លើវាមកស្ដាំយក bevel យើងទាញមកខ្វាច់ដើម្បីអីគេនេះឲ្យចេញកែមសងខាងនេះចេញកែមសងខាងស្មើគ្នាល្អមែនតើមិនអញ្ចឹងបានប៉ុណ្្នឹងហើយគៀនពីរហ្នឹងផុសឡើងដូចយើងដឹងហើយថាផុសឡើងយើងប្រើអីគេយើងប្រើ extrude មិនអញ្ចឹងហ៎អូខេអញ្ចឹងចង់ extrude ឡើងអញ្ចឹងធ្វើម៉េចយើងចូលមកកាន់ polygon mode វិញព្រោះយើង extrude ទៅលើ polygon របស់វានេះទីប្រជុំធ្វើម៉េចជាស V select loop selection UL ចុច UL មកក៏បានដូចគ្នាចុចនោះដាក់ cursor ឲ្យចំចេះឲ្យឃើញសចុចពចមួយ shift អានេះមួយទៀតមកពចបានហើយអញ្ចឹងអក្សរ D គាត់អត់លឺសំឡេងមែនទេគាត់អូខេឥឡូវទៅសិនណាបើអត់លឺប្រាប់យើងផងហើយយើង extrude ឡើងមកគឺផុសឡើងមកនេះផុសឡើងមកនេះអូខេតែវាជ្រុងបើគេ move ស្អាតចេះចង់ឲ្យ move ស្អាតយើងធ្វើម៉េចក្នុងករណី object របស់យើងវាជ្រុងយើងអាចប្រើប្រាស់ជាទៅ object ថ្មីមួយទៀតហើយគឺ subdivision surface មួយនេះអាហ្នឹងសាធ្វើអីគេបន្ថែម segment ឲ្យវាហើយធ្វើឲ្យវា smooth តែម្ដងអូខេចាប់ដល់ទាំងអស់គ្នាឧទាហរណ៍បានប៉ុណ្្នឹងហើយឈរលើអានេះគ្រប់យ៉ាងដូចយើងដឹងហើយទាំងអស់នេះយើងប្រើជា parent មិនអញ្ចឹងហ៎object វិញជាឆាលចង់ដាក់វាជា parent ហ្មងធ្វើម៉េចទៅមិនចាំបាច់ចុចឲ្យទាញចូលទេចុចលើ object របស់យើងនឹងហើយចុច all key option key ក្នុង Mac ចុចបាច់មើលចូល plop ចូលបាត់តែឃើញអត់វា smooth ល្អទេវា smooth ល្អមែនតើអូខេតោះនេះប៉ុណ្ណឹងបញ្ហាមួយយើងឃើញបញ្ហាមួយកន្លែងនេះអត់ smooth ល្អទេដោយសារអីគេដោយសារតែបញ្ហាយើងធ្វើការ extrude មុនហ្នឹង complete យើងអីគេយើងចាំហើយ control C វិញមក undo សិនអូខេពេលយើងធ្វើការ extrude ម្ដងទៀតជាអក្សរ D extrude ឡើងមកមើលទៅគឺធ្វើការអីគេនេះ create cape ឯនេះ create cape នេះវាបន្ថែមអីគេវាបន្ថែម cape មួយឲ្យយើងឡើងនេះគេអត់អញ្ចឹងដល់ពេលយើងដាក់ subdivision មកមានបញ្ហាគឺអត់ smooth ល្អឡើងនេះអញ្ចឹងយើងដោះ create cape នឹងមកក្នុងករណីវាចំហអញ្ចឹងណាយើងដោះ cape នឹងចោលមកអញ្ចឹងចេញមកល្អហើយបានប៉ុណ្ណឹងជាអក្សរ E មកវិញមកចុចលើវាចូលមកកាន់ model mode ចុច all key subdivision surface ចុច port
smooth ស្អាតមែនតើឃើញអត់អូខេបើអីចង់ឲ្យ smooth ស្អាតពេកទេជាទូទៅវា smooth មិនទៅជាសក់ shoe មើលគឺវា smooth ពីពាក់កណ្ដាលអីគេនេះ age របស់យើងនេះពីនេះវាទាញមកដល់អីគេពាក់កណ្ដាលមួយនេះវាព្យាយាមទាញមកដល់ហ្នឹងហ្មងឃើញអត់អញ្ចឹងឯនេះវា smooth ខ្លាំងតោះនេះប៉ុណ្ណឹងខ្ញុំnok engineer មើលបន្តិចឡើងនេះឧទាហរណ៍នេះវាទាញឡើងនេះវាយកកណ្ដាលage របស់យើងនេះមកដល់កណ្ដាល age មួយនេះហើយវា smooth ពីហ្នឹងមកឲ្យកោងចេះឃើញអត់វាព្យាយាមធ្វើឲ្យ smooth អញ្ចឹងណាចាំនេះបាក់វិញមើលឃើញអត់វា smooth ខ្លាំងមែនតើឡើយហ្នឹងឃើញអត់អញ្ចឹងហើយវាកោងជ្រុលពេកវាអត់ស្អាតទេអញ្ចឹងវាកលាក់ខ្លាំងតិចជាយើងធ្វើម៉េចជាសក់ shoe មកយើងបន្ថែម segment ថ្មីដើម្បីទប់វាកុំឲ្យវាអីគេ smooth ឆ្ងាយពេកមិនអញ្ចឹងជាសក់ KL ជាសក់ KL គឺ loop cut ជាលើវាហើយគេចំកណ្ដាលនេះមកឲ្យចំឡើងហ្នឹងអូខេឈប់ចូលមកកាន់ H mode សិនកុំចូលមកដល់មកអត់ទៅអញ្ចឹងហើយចូលមកកាន់ H mode ទី shift ឃើញបត់ឡើងនេះមួយអូខេបានប៉ុណ្្នឹងហើយជាអក្សរ E ជាពីដល់លើវាមកស្ដាំយើង bevel ដើម្បីអីគេនេះបង្កើតសងខាងទប់សងខាងនេះអញ្ចឹងមានថាមិនទៅហើយនេះវា smooth ពីកណ្ដាលនេះមកដល់កណ្ដាលនេះអញ្ចឹងវា smooth ល្មមឡើងនេះឃើញអត់បិទមើលវាល្មមឡើងហ្នឹងវាស្អាតហ្មងតោះនេះប៉ុណ្ណឹងងាយអូខេអញ្ចឹងតើតើជាមួយនឹង subdivision មានរឿងច្រើនទៀតឥឡូវបង្ហាញឲ្យយើងតាមដំណាក់កាលអញ្ចឹងណាអូខេឥឡូវវាខ្លីពេកយើងអាចចុចវា T scale ធំតិចមកដាក់បានតាមចិត្តអូខេបានមកកង់ហើយនៅសល់អីគេទៀតអានេះមកកង់ទៀតនេះផ្កាជោគយើងឃើញអត់យើងធ្វើម៉េចយើងប្រើ slider ដដែលអូខេឥឡូវអូថា copy ទៅត្រែមក control អូមកទៀតមកឲ្យខ្លីអូមកដាក់ឡើងនេះអូខេហើយនឹងវាតូចដែរមិនអញ្ចឹងក្បាលវាល្មមដាក់ចូលអញ្ចឹងមកដោះ cap ចេញទៀតហើយអត់ប្រើ cap ទេទម្លាប់ខ្ញុំប្រើ cylinder អត់ប្រើ cap ទេអូខេ object ខ្ញុំដោះ segment ចោលសិនចាំបង្កើតខ្លួនឯងហ្មងទៅមិនអញ្ចឹងអូខេថយតិចមកដាក់ចូល plug អូខេចាប់ផ្ដើមបង្កើតឲ្យវាប៉ោងឡើងតែគេធ្វើម៉េចយើងមើល step by step របស់យើងអញ្ចឹងបានប៉ុណ្ណឹងហើយជាទូទៅទៅពេលយើងប្រើ subdivision surface នេះជាទូទៅណាប្រើ cylinder យើងប្រើតែ8 segment នេះដោយសារតែអីគេពេលចូលនេះមកវាធ្វើការអីគេវាធ្វើការ smooth ឲ្យយើងតគ្នាស្អាតហ្មងឃើញអត់អញ្ចឹងបើចាំប្រើច្រើនពេកចំណាក់ដល់ច្រើនពេកចេញមកចេះឡើងស្កាស់ចេះឃើញអត់ចឹងវាអត់ស្អាតទេដាក់ទៅ8បានហើយចេះហើយចេះសរ C ចេះសរ C មកវាអីគេ make editable អញ្ចឹងយើងអាចធ្វើការកែសម្រួលបានចុះមកកាន់ H mode ឧទាហរណ៍ចុចពីដល់នេះមកនេះអាឡៃនេះ cap វានេះយើងអាចកើតខ្លីទៀតបានតាមចិត្តឃើញអត់សេរីរបស់យើងហ្មងអញ្ចឹងឧទាហរណ៍ចង់លេងមួយវាចឹងនេះប៉ោងឡើងមិនអញ្ចឹងណាអូខេចេះសរ T មកស្កែប៉ោងហើយនឹងប៉ោងខ្លាំងអូខេប៉ោងខ្លាំងឡើងនេះដាក់តាមនេះបានហើយអូខេគេសោះ control មួយទៀតមកចង់ copy វាមកមុខនេះយើង extrude វាបានឬជួយ control ឲ្យជាប់មកអូសមក copy ដូចគ្នា copy H មកហ្មង extrude ដូចគ្នាលឿនណា control អូខ្វាច់ម្ដងទៀតតោះនេះប៉ុណ្ណឹងអូខេ T scale វាមកទូចបានដែរឃើញអត់អូខេប៉ុណ្នេះមកឧទាហរណ៍នេះស្រួចចូលក្នុងមិនអញ្ចឹងទូចមួយនេះឃើញអត់ជួយសត E មួយទៀតមកដើម្បីធ្វើការអីគេយ៉ាម្ដងទៀតជិះលើវាហើយកុំភ្លេចជាពីរដងជាសត E control មកឲ្យប៉ោឲ្យស្រួចតិចមកឲ្យស្រួចមិនអញ្ចឹង T scale ទៅតិចមកឧទាហរណ៍ប៉ុណ្ណឹងហើយបិទក្របឲ្យវាចង់បិទក្របឲ្យវាយើងដាក់ឈរត្រឹមហ្នឹងមកប្រើ scale tool សត T control scale ចូលចែកឃើញទេវាចូលកណ្ដាលអញ្ចឹងឃើញអត់បានប៉ុណ្ណឹងហើយម៉ៅស្ដាំអូខេម្ដងទៀត control អូសហ្នឹងមកខ្ញុំថែមមួយទៀត control ភាសាទៀតអូខេបាន2ជាន់ម៉ៅស្ដាំខ្ញុំយកពាក្យថា well យើងលាយចូលទៅកណ្ដាលនេះអញ្ចឹងវាចំចេញមករៀងមកវាមកឃើញអត់ឥឡូវយើងឃើញជ្រុងនេះបើអញ្ចឹងទីយើងឃើញមូលល្អហើយពេលដាក់ចូលអីគេចូលក្នុង subdivision surface របស់យើងនេះចុច all key មកចុច point smooth ល្អsmooth ល្អបាទឃើញអត់ចឹងអាចចង់ឲ្យមូលជាងនឹងទៀតយើងអាចទាឲ្យឆ្ងាយតិចមកឧទាហរណ៍ហ្នឹងឲ្យវាអីគេឲ្យវានៅគៀកគ្នាពេកវាស្មើពេកចឹងមកជាគេជុំ polygon mode ចុចមកកណ្ដាលមកស្ដាំអូសមកខ្វាច់ហ្នឹងមកយើងឃើញទេទាញមកមូលស្អាតឃើញអត់អូខេហើយនេះចឹងដែរវាលក្ខណៈប៉ោងស្មើមកពេកមិនចឹងហ៎បើគេមានកលាក់ទូឯនេះចឹងធ្វើម៉េចយើងបន្ថែមអីគេបន្ថែម loop cut មួយទៀតមកចូលមកកាន់ H mode ចុចអក្សរ KL loop cut ចុច point ឡើងនេះចុចអក្សរ E ចុចបញ្ជុំនឹងមកចុចអក្សរ T scale មកយើងចង់ scale ប៉ុណ្ណាក៏បាន E ក៏លើក្រោយតិចមក T scale ទៅតិចមកបានតាមចិត្តចុចពីរដង scale ធំតិចមកឃើញអត់យើងអាចលេងបាន E អូខេនេះគេថា modeling ហ្នឹងអញ្ចឹងហ៎អូខេចូលមកកាន់ model mode វិញឈរលើនេះ T scale ធំមកឧទាហរណ៍ដាក់តាមព្រីមកបានហើយយើងបាន style មួយមកអូខេអត់អូខេជាយើងបានមួយខាងហើយនៅសល់មួយខាងទៀតយើងធ្វើម៉េចយ៉ាច់ copy បានឥឡូវអូអានេះមួយពីរនេះមិនអញ្ចឹងហ៎អូទាំងពីរហ្នឹងមក shift ទាំងពីរហ្នឹងមក control អូខ្វាច់មិន copy វា copy ដល់ហ្នឹងហើយ bubble វាមក bubble យើងប្រើអីគេសត T bubble នេះមកនេះ shift ឲ្យជាប់ bubble 180 degree នោះឃើញ180 degree អត់ទេឃើញចេញមកអត់ចង់ដឹងនេះឯងនេះ180 degree អញ្ចឹងវាមកគេបបលកន្លះជុំអញ្ចឹងវាត្រឡប់ក្បាលចេញគ្នាមកអូខេជាសត E
cơ cho máu bạn ok nó vị thi mùi trong ca copy hay những ai phổ vợ chẳng bán vị thi mùi tức cứ per symmetry chẳng tôi mới cái bài này dương lấy việc màu như cái kia ấy chứ nhưng bài này dương từ lươn copy vô bài per symmetry đây mình chẳng á ok lấy bàn phần ấy sao dạng nền nhưng bài này dương thơ dạng nền thì dẫn đây cái thơ mệnh ok bạn long bao giờ mình bay phật thế nên muốn bị bay phật chạy hay bị bột chỗ này chẳng máu ok này bay thật đi cái này còn này bà hiện thố mà này hiện cái kiện từ này bà khơi bụi bao giờ mình chẳng ok chẳng chẳng thơ dạng nền dương miền vị thi pí dương ai pra chỉ là cái spline modeling ក៏បានឬក៏យើងប្រើជាលក្ខណៈ polygonal modeling ក៏បានឥឡូវបង្ហាញឲ្យយើងមួយទៀតតើទៅជាមួយនឹងការប្រើ spline អូខេវាជាលក្ខណៈ non destructive កែសម្រួលបានគ្រប់ពេលអូខេចឹងយើងចូលមកកាន់អីគេដើម្បីធ្វើឲ្យជួញអញ្ចឹងតើទៅជាមួយនឹង Cinema 4D ចាស់យើងអត់មានឧបករណ៍មួយនេះនេះកន្លែងនេះក្នុង spline wave wave ហ្នឹងយើងអត់មានទេប៉ុន្តែសម្រាប់ version 2025យើងមាន wave ហ្នឹងមកចឹងយើងអាចស្រួលមែនតើធ្វើយ៉ាងណូនគឺស្រួលអញ្ចឹងខ្ញុំបង្ហាញវិធីមួយដែលគ្នាយើងអាចធ្វើឲ្យគ្រប់គ្នាដើម្បីចាប់បាច់ប្រើ wave អូខេអញ្ចឹងនេះអាច search បានមើលខ្លួនឯងទៅឃើញហើយថា wave ហ្នឹងគេធ្វើម៉េចអញ្ចឹងណាអញ្ចឹងឧទាហរណ៍ក្នុងករណីយើងប្រើ version ចាស់អត់មាន wave ហ្នឹងទេអញ្ចឹងយើងអាចធ្វើម៉េចដើម្បីឲ្យបាននេះគេនេះលោកជាលក្ខណៈ sinus អានេះហៅលក្ខណៈ sinus wave signal របស់វាណាអញ្ចឹងយើងធ្វើម៉េចគូបន្ទាត់ត្រង់មួយសិនមកចាំយើងពុតវាអូខេអញ្ចឹងតែតើហ្នឹងមាន tricky តិចវាធ្វើយាយគ្នាតែតើជាមួយនឹង spline មុនយើងគូជាលក្ខណៈ primitive object ឥឡូវយើងនិយាយពី spline ម្ដងអូខេចង់គូបន្ទាត់ត្រង់យើងអាចប្រើ line tool នេះក៏បានចុចប៉ុចមកអូខេ line tool របស់យើងនេះចង់ឃើញវាតែមួយយើងប្រើ solo នេះមកឃើញអត់នេះមានមកក្របតែចេញមកនេះបាញ់ចេញមកនេះបន្ទាត់របស់យើងនេះបន្ទាត់ត្រង់ចេញមកអូខេអត់ចុះយើងអាចជ្រើសរើសបាន x y ហើយនិង z ហ្នឹងបន្ទាត់របស់យើងណា length គេនេះប្រវាយវាចាប់បានប្រវាយណាក៏បាននេះឃើញអត់អូខេក្នុងករណីនេះយើងអាចប្រើ line ចឹងក៏បានមួយទៀតយើងអាចប្រើមួយទៀតខ្ញុំប្រាប់ technique មួយក្នុងករណីយើង version ចាស់អត់មាន line tool យើងអាចប្រើឧបករណ៍មួយនេះគឺ Ensigon ណា Ensigon នេះ Ensi មួយនេះ Ensi មានថាជ្រុងច្រើនណាចឹងចុចវាមក Ensi អានេះគេនេះជ្រុង6ឆកោតមិនចឹងណាយើងថយមក3គឺត្រីកោណតែ2គឺអីគេគឺបន្ទាត់អានេះល្អជាងអាមិញត្រង់អីគេនេះវាត្រង់វាពាក់កណ្ដាលឆ្វេងស្ដាំចឹងមកឃើញស្រួលទេអូខេវាស្រួលជាងមុនចឹងយើងអាចថែមថយ radius មកនេះវែងខ្លីបានតាមចិត្តឥឡូវឧទាហរណ៍ដាក់ប៉ុណ្្នឹងសិនមកអូខេតែជាមួយនឹង spline យើងអាចធ្វើការកែបានទេដោយសារវាជា primitive ដូចគ្នាចឹងមានន័យថាវាជាយើងអាចដូរតម្លៃបានតែយើងអាចធ្វើការពុត pen បានចឹងចង់ពុត pen បានយើងអាចចុច C សិនមក make editable ឲ្យទៅជា spline ធម្មតាយល់ឃើញអត់នេះរូបខ្សែកោងហ៎ពេល spline ធម្មតាចឹងយើងអាចធ្វើការប្រើប្រាស់ point mode នេះធ្វើការ select point មកវាគេមាន point 2ហ៎មានមក2ចឹងឯង angle បាននេះជាបន្ទាត់ត្រង់ធម្មតាបន្ទាត់ហ្នឹងយើងអាចមើលឃើញទេយើងបានគ្រាន់តែគេជារូបរាងតែប៉ុណ្្នឹងទេ Ctrl Z មកវិញអញ្ចឹងក្នុងការនឹងចង់ធ្វើឲ្យវាជួញអញ្ចឹងឡើងចុះអញ្ចឹងឥឡូវធ្វើបានឲ្យវាត្រង់ភ្លឹងមិនអញ្ចឹងហ៎ជួយធ្វើម៉េចធ្វើបន្ថែម segment ឲ្យវានៅក្នុង polygon មុនហ្នឹងយើងអាចប្រើ loop cut ដើម្បីធ្វើការកាត់ segment តែក្នុងអីគេក្នុង spline មានវិធីផ្សេងឥឡូវឧទាហរណ៍មាន2អញ្ចឹងចុចកាត់ជា3កង់ Ctrl A មកស្លេច all point របស់វាឃើញអត់បាន all point ហើយមកស្ដាប់មួយមកយើងពាក្យថា subdivide អូខេចុចប៉ុចមកនេះថែមួយទៀតឲ្យយើងឃើញអត់ថែបានតែមួយថែមួយទៀតមកស្ដាប់ subdivide បងទៀតចុចអញ្ចឹងមកក៏បានតទៅអញ្ចឹងមករហូតដល់ឬក៏យើងមកស្ដាប់ចុច icon នេះបែកចំនួនចូលហ្មងដាក់3មកឧទាហរណ៍អូខេឡើងច្រើនឃើញអត់គឺច្រើនអត់ច្រើនអូខេ undo មកវិញមកស្ដាប់ម្ដងទៀត subdivide ដាក់3យកទៅអូខេប៉ុណ្ណឹងអូខេចឹងឧទាហរណ៍បានប៉ុណ្ណឹងហើយយើងពេញចិត្តហើយចង់ឲ្យវាជួញយើងចូលមកកាន់ point បតដែលចូលលើមួយនេះយើងឆ្លាស់គ្នាអាដំបូងចង់ឲ្យវានឹងជាប់អញ្ចាំងមកយើងអញ្ចឹងហ៎ចឹងអាទី2អាទី3ឆ្លាស់មួយមកចូលអាទី4ឆ្លាស់មួយមកចូលទី5ឧទាហរណ៍ទី1មុខមកនេះចេញមកនេះ1 2 3ហើយអត់តែវាអីគេវាជ្រុងមិនអញ្ចឹងវាអត់អីគេវាអត់ smooth ល្អជិះ Ctrl A មកជាមួយនឹង spline យើងមានច្រើនជំរើសឯនេះ type របស់វានេះពេលចូលលើ spline attribute នេះមាន spline ហើយ type របស់យើងនេះមាន linear ត្រង់ភ្លឹងយើងប្រើ cubic នេះមកបត់កោងស្អាតមែនតើឃើញអត់កោងបានប៉ុណ្្នឹងហើយយើងអាចកែបានទៀតអញ្ចឹងកែវាចូលសត T មក scale ឲ្យទៀលឲ្យបានតាមចិត្តយើងឃើញអត់អញ្ចឹងយើងបានរៀងយ៉ាងណូនយើងមកនៅអញ្ចឹងក៏បាននេះឲ្យគៀកគ្នាដូចបើគេនេះគៀកអញ្ចឹងឃើញអត់យើងអាចសេរីបានតាមចិត្តអូខេបានមួយហើយជួយបង្កាន់ model មកវិញរួចរាល់អញ្ចឹងយើងបាន spline តទៅទៀតយើងអត់ចង់បិទ solo ចឹងមកខ្ញុំចង់ឲ្យគេអូសទៅលើនេះអូដាក់កាយវាំងណរបស់យើងនេះឧទាហរណ៍ធំពេក T scale ទៅតិចមក E មកវិញមក
ទៅមក start ដៃហើយដំបូងយើងមិនសូវ start ទេ E អូខេបានទេ T ជ្រៅពេកហើយអូខេដាក់ល្មមមកធំហ្នឹងឥឡូវឧទាហរណ៍ថាវាក់នោះយកពីនេះមកពីនឹងមកពីលើបន្តិចមិនចឹងដល់ដាក់គេដល់ដីនេះចឹងយើងធ្វើម៉េចយើងអាចប្រើប្រាស់ generative object ថ្មីមួយទៀតគេហៅថា loft អូខេ loft object អញ្ចឹងជាមួយនឹង loft object មួយនេះយើងអាចប្រើ loft នេះអូខេ loft ហ្នឹងគឺធ្វើការជាមួយនឹង spline វាធ្វើការ extrude spline របស់យើងពី spline មួយទៅកាន់ spline មួយទៅតាមទង់ទ្រីរបស់វាឥឡូវឧទាហរណ៍លើក្រោមរៀងតែមួយទេមិនចឹងហ៎ចឹងយើងឈរលើវាហើយ control copy មួយទៀតមកយើងបាន spline ពីរអាមួយចិត្តដីនេះចិត្តដល់ floor របស់យើងអាមួយពីលើអញ្ចឹងចង់ឲ្យអាពីរហ្នឹងចេញអីគេចេញ profile មកចេញជារៀងមកអញ្ចឹងតែទាំងពីរហ្នឹងអូខេតែទាំងពីរហ្នឹងឲ្យហើយមកក៏បានឬក៏យើងចេញលើគេនេះយើងយកមួយនេះមកមួយណាមួយហ្នឹងខ្ញុំថា loft អញ្ចឹងហ៎ចេញ loft ហ្នឹងមកតែវាដាក់មកមិនទៅនៅកដាលចេះយើងអាចអូសដាក់នេះមកឧទាហរណ៍ត្រឹមប៉ុណ្នេះមកបានហើយស្មានកន្លែងវាអញ្ចឹងណាដាក់កដាលអញ្ចឹងមកដល់ទៅទៀតយើងអូសអាពីរនេះ receive អូសទាំងពីរហ្នឹងចូលមក lock ទៀតគឺវាធ្វើការបង្កើតរៀងឲ្យយើងមកតែពេលនេះមិនទៅនេះវាជ្រុងអត់ត smooth ល្អទេយើងចង់ឲ្យវា smooth យើងចូលលើ loft របស់យើងនេះមកយើងបន្ថែម subdivision u ហើយនឹង v u ហ្នឹងគឺអាចឆ្វេងស្ដាំគឺ x v ហ្នឹងគឺ y អូខេយើងថែមមក16តិចពេកថែមឲ្យច្រើនតិចមកនេះ y ថែមមកនេះលើក្រោមនេះចង់ដាក់ប៉ុណ្ណាក៏បានដែរឃើញអត់អូខេតែវាអត់ស្មើល្អទេមានទូចមានធំអត់ smooth ល្អយើងចុចលើនេះ uniform organic form uniform ហើយ organic form ចុចបាច់មើលវាស្មើ 100% មកឃើញអត់ស្អាតចែអូខេបានប៉ុណ្ណឹងហើយបានរៀងអីគេមកហើយបានរៀងយ៉ាងណនយើងមកហើយបើយើងចង់សេរីឲ្យវាទូចធំអីយើងចូលមកកាន់ spline របស់យើងទាំងពីរហ្នឹងមក T យើង scale មកលើក្រោមទៅមួយគ្នាចិត្តឆ្ងាយអីបានតាមចិត្តអូខេឧទាហរណ៍ប៉ុណ្នេះអូខេចូលកាន់ loft ចុចស E រំកិលចូលនេះមកដាក់នេះបើចាំចោះអីទេ stylize ដាក់អញ្ចឹងសិនក៏បានដែរមិនអញ្ចឹងទេប្រើសិនទៅដាក់អញ្ចឹងមកទូចពេកចូលមកកាន់ spline ទាំងពីរ CC T scale មកនេះបានមួយទៀតដែរឃើញអត់មកខាងទៀត copy អាហ្នឹងមកចុចស E រំកិលមកនេះមក copy វាបន្តទៀតទៅនឹងឲ្យវាគៀកនាងតិចចូលមកកាន់ spline ទាំងពីរចុច shift ទាំងពីរ T scale តូចអូខេជាងវាតូចបាត់ដែរយើងឲ្យកិល loft ទាំងមូលហ្នឹងដាក់មកខាងនេះទៀតមកឧទាហរណ៍បានឃើញអត់អូខេយើងចូលកាន់ loft យើង time segment តិចមកវា smooth ល្អអូខេយើងបានវាណន2បាទឃើញអត់អូខេគឺបែបហ្នឹងនេះពេកនេះវានៅខ្ពស់ពេកទាំងពីរនេះផ្សេងគ្នាអញ្ចឹងតែអាចឆ្លាស់បាន control មកយើងទាញឲ្យខុសបន្តិចមកនេះតាមប៉ុណ្នេះយើងបានយ៉ាងណនស្អាតឃើញអត់អូខេចូលមកកាន់option display ក៏សេតធម្មតាមកវា smooth ល្អអត់យើងបានយ៉ាងណននៅលើពួយរបស់យើងបានហើយតោះនេះប៉ុណ្ណឹងអូខេមកយើងកាន់តែគៀកមែនតើប្រហែលជាខ្ញុំអាចធ្វើជា2 section បានឥឡូវ section ទី1ខ្ញុំអាចធ្វើធ្វើប្រហែល object ទៀតទៅហើយយើងបន្តទៅកាន់សប្តាហ៍ក្រោយមិនអញ្ចឹងហ៎ព្រោះពេលវេលាវាគៀកឥឡូវខ្ញុំធ្វើអា chef នេះមុនសិនដើម្បីឲ្យគ្នាយើងបានធ្វើធ្នើមានជើងខាងក្រោមនេះទប់វាសងខាងឃើញអត់ហើយមាន primitive object មួយចំនួនដាក់ពីលើវាអញ្ចឹងធ្វើម៉េចអូខេអាក្រោមនេះយើងប្រហែលជាអាចសប្តាហ៍ក្រោយអូខេពេលវេលាយើងវាដល់ហើយអញ្ចឹងចង់ធ្វើធ្នើនេះមួយយើងធ្វើម៉េចធ្នើហ្នឹងប្រអប់ធម្មតានេះប្រអប់ត្រង់ធម្មតាក៏វាទៅវៃទៅប៉ាច់ចក្រមអញ្ចឹងចិត្តដាក់បង្កើតអីគេកា cube អញ្ចឹងកា cube វិញមកឥឡូវឧទាហរណ៍ខ្ញុំធ្វើធ្នើបង្កើត cube មួយដាក់លើណា e អង្គលដាក់នេះឲ្យមកឧទាហរណ៍វាទៅវែងអា z ឲ្យវែងមកអា y ឲ្យខ្លីអញ្ចឹងមកឧទាហរណ៍អា x ខ្លីដែរមកឧទាហរណ៍ស្មានមកអញ្ចឹងត្រឹមប៉ុណ្ណាសមយកប៉ុណ្្នឹងមកដាក់ត្រឹមប៉ុណ្នេះឲ្យជ្រុងពេករបស់គេមានកោងតិចៗនេះយើងអាចប្រើ fillet បាននឹង cube របស់យើងមាន fillet មើលតើណាហើយខ្ញុំថយ radius តិចមកអូខេជាងវាមូលល្អដាក់ត្រឹមនេះឧទាហរណ៍ខ្ញុំសេរីតាមចិត្តគេដាក់ត្រឹមប៉ុណ្នេះអូខេឥឡូវឧទាហរណ៍បានហើយពេញចិត្តប៉ុណ្ណឹងប៉ុន្តែនៅសល់អីគេនេះអាជើងសងខាងនេះគេធ្វើម៉េចអាហ្នឹងព្រោះ object របស់យើងអត់មានអា style ហ្នឹងឯងមិនចឹងតែវាជាជ្រុងយើងប្រើអីគេគឺយើងប្រើ cube ដែរមិនចឹងដើម្បីធ្វើជារៀងនឹងមកចេះបង្កើត cube មួយទៀតមកពេលយើងបង្កើត cube មួយទៀតមើលអស់គ្នាឡើយហ្នឹងសំខាន់យើងមាន cube មួយហើយវាបង្កើត cube មួយទៀតវាមកណាវាមកចំកណ្ដាលនេះវាចង់អញ្ចឹងទេបើចឹងធ្វើការរំកិលមួយសារទៀតរំកិលឡើងវាខាតពេលយូរខ្ញុំចង់ធ្វើការបង្កើត cube របស់យើងឲ្យចំទីតាំងតែមួយហ្នឹងហ្មងអញ្ចឹងយើងស្គាល់តែបបលរំកិលមកឆ្វេងគឺរួចរាល់ហ្មងអញ្ចឹងឈរលើ cube ហ្នឹងមកចាំបង្កើត object មួយទៀតឲ្យទីតាំងតែមួយជិះ control ឲ្យជាប់មុននឹងបង្កើតជិះ control ឲ្យជាប់ជិះលើ cube ហ្នឹងមកបោចគឺអត់គឺវាយកទីតាំងហ្នឹងដាក់ចូលតែមួយហ្មងតោះនេះប៉ុណ្ណឹងហើយយើងអាចធ្វើឲ្យទៅទីមកបានតាមចិត្តគឺអត់អានេះ18
ដាក់ចូលក្រុមតិចមកហើយបានដែរឃើញអត់ងាយៗបើចាំកើម្ដងទៀតអញ្ចឹងឧទាហរណ៍ខ្ញុំធ្វើអាហ្នឹងម្ដងនេះយើងមើលអូខេនេះទៅវិញចេះមកកាច់ចូលក្រុមមួយមិនអញ្ចឹងហ៎អញ្ចឹងយើងអាចធ្វើការ modeling បានលក្ខណៈ Q របស់យើងអូខេឥឡូវឧទាហរណ៍បានប៉ុណ្្នឹងហើយយើងអាចសរសេរ C យកហ្មងក៏បានដែរយើងងាយស្រួលក្នុងការរំកិលជាងឧទាហរណ៍រំកិលប៉ុណ្នេះមកមុនជាមួយនឹង primitive យើងទាញមួយទៅសងខាងវាពិបាកទាញមកយកអានេះយើងចូលមកកាន់ Q របស់យើងនេះមកនេះ polygon ហ្នឹងទីបានមកខាងមកឃើញស្រួលជាងអត់ control A រំកិលឡើងលើមកចប់អូខេលឿនណាដាក់មកនេះមកឧទាហរណ៍ប៉ុណ្ណឹងនេះស្មើអូខេ T scale តិចមកឧទាហរណ៍អូខេ polygon នេះខ្ញុំកិលឡើងលើបន្តិចឧទាហរណ៍ប៉ុណ្នេះតែវាមានជើងខាងក្រោមនេះបើយកមានជើងទេអញ្ចឹងត្រូវបដោះចេញមកមិនអញ្ចឹងហ៎ចេញកាត់មួយមកយើងបាយស្គីយើងប្រើ loop cut ទៀតហើយKL loop cut មកស្ដាមនេះវាស្មើជាមួយ loop cut នេះ KL របស់យើងហ្នឹងណាដាក់ធំនេះមកឧទាហរណ៍ស្មាន port បានមួយទៀតអញ្ចឹងយើងបានគេនេះបាន polygon ថ្មីហើយក្រុមនេះអញ្ចឹងយើងអាចចូលមកកាន់ polygon ចុច E ឈរលើវាមក extrude យកមកទៅ control អស់ខ្វាច់យើងបានមួយទៀតមកបដោះចេញមកតែវាស្មើរបស់គេគឺប្រឆិតចូលបន្តិចយើងចង់ប្រឆិតធ្វើម៉េចចូលមកកាន់ H mode ដើម្បីធ្វើការរំកិល H នេះយើងដឹងហើយមាន H របស់វារំកិលមកអូខេនេះរំកិលទៅលើដែរមកយើងបានរៀងមកងាយមែនតើឃើញអត់អូខេបានមួយហើយអត់ចំកណ្ដាលទេយើងចូលមកកាន់ tool axis center execute ចំកណ្ដាល 100% ហើយយើងអាចអូសមកដាក់នេះមកឧទាហរណ៍បានមកខាងបាត់មកខាងទៀតសល់អីគេនេះសល់មកខាងទៀតមិនចឹង copy បានអត់ copy បាន control មកអូសខ្វាយស្មើអត់ទេវាអត់ចំកណ្ដាល 100% ទេអញ្ចឹងហើយមានវិធីមួយដែលអាចធ្វើបានយើងប្រើ symmetry តែទៅ symmetry យ៉ាងយើងបង្ហាញឲ្យយើងអាទិត្យក្រោយមកទៅយើងនឹងអាចធ្វើការ live ភាសាទៀតបង្ហើយការងាររបស់យើងទាំងមូលនឹងមកហើយដាក់មកស្មើគ្នាព្រោះបង្ហាញឥឡូវហើយអត់ទាន់ហើយអត់បាន detail ល្អទេអញ្ចឹងណាអញ្ចឹងដល់ពេលយើងអាចធ្វើប៉ុណ្្នឹងមកសិនមកអូខេបានហើយចាប់ដើមតម្លាក់ primitive ចូលទាំងអស់នេះទាំងអស់នេះយើងមានអស់ហើយអត់បញ្ហាចូលលើនេះមកចូលមកអូខេមានគេនេះជា primitive pyramid ដែល pyramid ជានឹងមក control ជាប់ផងលេងមកវាចំកន្លែងហ្នឹងហ្មងជា T scale ចូលមក E ក៏ឡើងលើមកក៏ឡើងលើនេះមកដាក់កន្លែងណាក៏បាននេះបវល R បវលតិចមកឧទាហរណ៍ E ដាក់ឲ្យចំលើហ្នឹងមកចំអត់ទេអត់ដឹងចំអត់ទេនេះស្មានហ្នឹងបើចង់ចំ 100% ហ្មងយើងធ្វើម៉េចយើងប្រើឧបករណ៍របស់យើងមួយទៀតនេះមួយនេះ Dynamic Place Tool យកហ្នឹងមកអូសខ្វាច់នេះអា Y អូផ្លឹបចំ 100% ហ្មងតែបើចំឲ្យផុងចូលបន្តិចឡើងហ្នឹងវាអត់ចំ 100% ទេផុងចូលបន្តិចchứយើងអាចដូរកន្លែងនេះចូលលើកាន់ឧបករណ៍មួយហ្នឹងមកតែផ្លែរបស់យើងហ្នឹងយើងកន្លែងនេះយើងហៅ accuracy នេះថាមកកប់សេរីមកអូសមកចំផ្លឹបខុសទីទួយអត់បញ្ហាទេសារតែគេអានេះវាអត់មានកំណោងតែកំណោងតិចមកឃើញហើយអញ្ចឹងណាសារវាអត់មានកំណោងឲ្យយើងតោះទេប៉ុណ្ណឹងអូខេឥឡូវបានហើយយើងតទៀតគៀងអត់ឡូវហ៎អត់តសេវផងអូខេឥឡូវកាមួយទៀតបង្កើត torus នេះ torus ចុចលើវា control គឺមួយនេះ torus មកហើយ T scale ទៅតិចមក E ក៏ឡើងលើយកឧបករណ៍ហ្នឹងទៀតមកអូខ្វាច់ផ្លុកចំមកឃើញអត់អញ្ចឹងវាអត់មានបញ្ហាទេយើងអាចទាញបានយើងតឹងតិចពេលយើងប្រើ accuracy ខ្លាំងពេកវាអាចតឹងអញ្ចឹងណាអញ្ចឹងមកបានហើយអូសនេះមួយទៀតមកនេះគងលើគ្នានេះយើងដាក់អញ្ចឹងមក R រង្វិលមកបង្វិលចំអត់ទេយកឲ្យងាយស្មានចំថាវាចំគងស្អាតហ្មងទេអញ្ចឹងប្រើឧបករណ៍នឹងដដែលមកនេះឧបករណ៍នេះអានឹងដដែលហ្នឹងទាញមកជាអូសអញ្ចឹងមកនេះវាចំត្រង់ចេះជាសក់ W មក vertical axis មិនអញ្ចឹងហ៎អូសខ្វាច់មកដាក់មកចំគងអានេះផងគងលើអានេះផងចំ 100% ឃើញអត់ងាយតទៀតជាសក់ E ចុចលើអានេះ control ទៀតមកចុចលើឧបករណ៍អីគេ platonic ម្ដង platonic E អូខេយើងសេរីតាមចិត្តយើងមើលមកអត់បញ្ហាហ្នឹងស្រួលទេណាគ្រប់យ៉ាងមានអស់ហើយមួយទៀតនេះគឺគេជា tube អូខេcontrol ឲ្យជាប់ tube ហ្នឹងមក control scale ដាក់ឡើងលើអូខេរៀងមូលយើងប្រើអីគេចូលលើ tube របស់យើងនៅក្នុង fillet អូខេដាក់ fillet នេះមកយើងអាចសេរីបានទៀតនេះយើងអាច time radius សេរីបានអូខេតែចំខ្ពស់តិចមកឧទាហរណ៍ T scale ទៅបន្តិចឧបករណ៍តម្លាក់ចុះលឹបអូខេបានមួយទៀតអស់ហើយអូខេឧបករណ៍ផ្សេងទៀតមានអីពិបាកយើងអាចធ្វើដាក់ខ្លួនឯងមកមិនចឹងឯងមាន oil tank មានអីគេ capsule ហ្នឹងដូចតាមពេទ្យអញ្ចឹងណាយើងអាចទីមកដាក់មកហើយគេត្រង់អញ្ចឹងយើងអាចពវល់ក៏បានយើងអាចដូរអីគេ axis ដក z អញ្ចឹងមកឧទាហរណ៍ឬគេអីគេបុក x ដក x ស្អីយើងមកយើងរើសមកអូខេដាក់ចុះក្រោមឲ្យស្មើប្រើឧបករណ៍ហ្នឹងទាញចុះលឹបចំមកពវល់ក៏បានដែរនេះឃើញអត់អូខេនេះចឹងដូចគ្នាមកផ្លឹបបវលនេះមកប៊ឹមអូខេចឹងយើងបាន primitive យើងមកហើយឃើញអត់យើងបានទៅលើធ្នើរបស់យើងនេះមួយធ្វើទៀបពេកចឹងធ្វើម៉េចខ្ញុំទីវាតែទាំងអស់ហ្នឹងដាក់ទៅលើនេះអញ្ចឹងមិនចាំស្រេចឲ្យទាំងអស់ហ្នឹងលឿនអូខេ
Chứ trong select vì lướt nhưng ai mơ nhưng ai phở ốp có select zone ốp mà nhé select zone ốp mà select zone cứ select cứ ốp có nè ốp có này một thá rectangle selection ok chứ nhưng đầu vô mà cái lừa nè tại đòi cái mà đòi từ lời cái tiết nè đòi từ lời ở bật tục bao giờ chứ sao y mà chứ shift thôi chứ mà ok chứ control thôi control đòi bạn đài này mình đòi cái tiết đó ốp mà đòi này một tiết mà control ok ốp mà control đọ chỉnh bán mũi tiết ok không nó mũi tiết này nhưng lòng đầy chịch mình đòi vào tầng ok bạn ấy bây bạn đang hay những ai với cả group chỗ này bạn all G mà lại tầng đang hay chỉ all G cái group chỗ này thì bị đòi lên với bạn đã tháp primitive object ok đòi những mũi tiết đấy lúc cho mà ok chứ những bàn mũi tiết đấy nở vào dưới đặt lựa chật bụi vào dưới không chẳng hết là thầm đi mắc buộc bạn vô đo này này là một ok toàn đấy chứ những bàn object bản năng nhưng sẽ tục mùi sấn ok bị bật to ngay xua khi mà ta đã nhưng mà hành thì giờ mùi tiết đấy là ok livestream modeling zone mùi chẳng hết đấy bởi ở toàn job những ai bật to nhưng mà hành thì giờ mùi tiết tại tôi chủ mùi nâng cầm ra ớt địa ok floor bao giờ nè ok bây hiệp floor bao giờ nâng mùi tiết ok trong khối á nè chứ hiệp floor đó floor những đặc buồn trồng thì là cầu thì những phở ấy ghế những phở chụp ok phở chụp mà ok thôi từ từ mà thông page đã bật nát các bạn cầm ra bao giờ thì cầm ra những trong ăn bật nát đã bật đằng màu ok bật lập mồm xòm chẳng á nè ok là đại trong lợi ớt bao giờ thì mà bà hai bật năng ok ở vì mình mù tích những phở chụp những phở fillet thôi anh nên tích radius mọi thông page với cái rồi nhưng tôi thông page vừa tới việc mù trộn chẳng á chẳng bàn phần hàng hải bọc cái tầm riệp bởi tới bọc cái tầm riệp máu là cần á slack nè đôi cái rồi ở chẳng nè đôi dương hiệp động ở chẳng á slack tới slack máu hay tới slack máu chẳng ạ thì thường mấy cứ dương per clone object là bị phương cả tầm riệp vì cứ uppercore mới nè cứ object mới nè bên uppercore đấy clone object chứ cho là vì hải chỉ key chỉ là clone năng máu bỏ chỉ máu nè nhé vì tầm riệp bao giờ bạn phần hàng hải mình bỏ lường này ai tí bán tí máuได้ไปได้ได้เป็นสมาธรรมดาไม่ใช่มาโกรธสมาอย่างเธอปนังมั้งมาโกรธสมามันจะไงจัง time toy ไอ้โจมการโคลนเนอร์ไปยังเนี่ยยังไอ้ time count เนี่ยbuồn được chừng từ ưu tiên họ chẳng hạn nè tại chẳng bàn chẳng chọn slash đi kia vậy chọn slash những thứ mà cho clone bao giờ những đồ bị grid một bao giờ bị grid đồ bằng cán honeycomb ok chỉ là honeycomb thì máu bị bay chạy thì bao giờ nè từ chỉ lừa cào thì mình những trong tập điệp là hàng khổ nè trên thứ mấy những đồ còn lại orientation bao giờ nè vô mà cán XZ cái XZ nữa XZ thế này XZ cái ớt XZ thế này thay để pi đang chỗ thế để mình chơi cái chữ XZ đang máu để bà đây để ở bây giờ cái ớt tại vì ngay bị nếp ấy tiếp po lương đang máu ở kia thì máu lương nó sập tiền như này những ai tiền bàn tiền lương nó các bác những ai sấy rồi đi các bạn mình option bao nhiêu đã ok nè lại vì hai ở bên này tiền bạn đôi cái này tiền nó các bạn đầu tiên họ chẳng tiền lương nó các bạn chơi cái tràn pe nhưng mà thỏi count mình count bao nhiêu này ok ចំនួនរបស់វាគឺ count នឹងឯងឆ្ងាយច្រើនពេកយើងថយដែរមកអូខេថយតិចពេកវាអត់ពេញក្រូរបស់យើងទេឥឡូវឧទាហរណ៍សម្រាប់ក្រូរបស់យើងរៀបចំប៉ុណ្្នឹងមកគឺថាតែវាសល់ឃើញអត់chứយើងអាច scale ចុះលើវា t scale ទៅទីមកយើងស្មានចឹងឲ្យស្រួលយើងគួរឲ្យយើងស្មានយកមកយើងសត e រំកិលបកាទីមកឲ្យប៉ះជាមួយនឹងអីគេចាំងរបស់យើងសត t scale មកឧទាហរណ៍អូខេ e រំកិលជាក្រៅវិញអូខេតែនេះវាសល់អានេះមួយអានេះសល់ដែរវាលើសមកនេះចឹងថាសល់ចឹងធ្វើយើងថែមួយទៀតមកលើទៅហោខ្ញុំថែមួយទៀតមកថែមកហៃនេះមកចឹងហ៎ហៃឧទាហរណ៍ធ្វើប៉ុណ្នេះបានហើយអ៊ីរំកិលចូលធ្វើប៉ុណ្នេះថែមួយទៀតមកអូខេឲ្យវាច្រើនបន្តិចអូខេបានចឹងវាពេញល្អនេះឃើញទេតែពេញហើយវាលើសខ្លះអានេះលើសខ្លះជាងធ្វើម៉េចចង់កែវាណា우리 trong cài với thời cái đại kiện gì mà thời cái ghế bầm lạnh với tôi chỉ cái sân bầm bảy với chỉ bị kia sân lấy với chọn cái cloner mũi này bị bầm lạnh mà ra đời giường với cho bầm bảy với chỉ so si mà được kia cái si đây và si tới với bầm lạnh ở giường này chụp xây thì thằng anh mũi pi bảy bốn bảy thì thằng toàn đấy phần năng chắc ưu theo bàn phần năng hái cho là đi mà hay dương ai từ cái thì tôi thì mà ưu thì họ hồn cho mà trong cái đá đi mà ưu thì họ dương smart nữa nè và bên chất cái design mà style dương ai lấy bàn ok là bánh hai dương ai bị thông tụi ấy dương lấy tam trận thông thì mà này ưu thì họ ở bên kia bằng càng thì mà
ចង់បាន here ក៏បានចង់បាន stir ក៏បានអីក៏បានដែរឃើញអត់អូខេនេះមកលេងអត់ចាំបាច់ perfect អីពេកទេណាអា style line ហ្នឹងបាទអូខេមួយទៀតឡើយនេះលើហើយចឹងខ្ញុំ share អក្សរ e កលនេះមកកលចូលក្នុងថយតិចកលចូលក្នុងអូខេនេះមួយទៀតតូចតិចមកចប់បាត់ហើយឃើញអត់ដែរណាអូខេបានចឹងយើងបាន floor មួយទៀតមកឃើញអត់ប៉ុណ្ណាអូខេចឹងគឺយើងអាចសាកល្បងមកហើយយើងយល់អំពីរបៀបclone របៀបកាត់របៀបអីខ្លះណាចឹងយើងអាចសាកល្បងធ្វើមួយនេះឥឡូវឧទាហរណ៍ឲ្យយើងធ្វើសាកល្បងលេងទីយើងធ្វើកៅអីទីបានអត់នេះកៅអីនេះធ្វើបានអត់សិស្សប្រអប់ទាំងអស់នេះប្រអប់ cube ទាំងអស់សិស្សតែ cube គេអត់ទៅរៀបគ្នាមកនេះ cube ដែរក៏ពវល់តិចមកនេះ cube ទាំងអស់បើកៅអីហ្នឹង cube ទាំងអស់ cylinder តែមួយទេ cylinder កៅអីនេះ cylinder របស់វាហ្នឹងណាតែភ្ជាប់វាហ្នឹងហើយវិសរបស់វាហ្នឹងហើយនេះគឺ cube ទាំងអស់ហើយយើងអាចធ្វើការខ្វែងហ្នឹងមកនេះយើងអាចសាកល្បងធ្វើបានអូខេហើយថូបការនេះដូចតែអីគេដែរអាថូបការហ្នឹងដូចតែនេះដែរនេះដៀងគ្នាដែរអញ្ចឹងហ៎ធ្វើមកយើងអាចពុតចេញមករៀងថូហ្នឹងបាទហើយផ្កាចាំមានបង្ហាញក្រោយទៀតមួយវាជ្រៅបន្តិចហើយកម្រាលនេះគឺចិត្តដែរមានលក្ខណៈ dynamic សឡុងក៏អត់អីបាត់ដែរក៏ប៉ុន្តែមែនតើណាហើយអាតុកនេះត្រូវការប្រើជាលក្ខណៈ array ចឹងខ្ញុំបង្ហាញគ្នាយើងក្រោយណា lamp set អីហ្នឹងlamp set អត់បាក់ទេនេះយើងធ្វើប្រើតែ cylinder មួយ cylinder អានេះប្រើជាអីគេខ្ញុំប្រើជា cone អានេះ cone ដូចគ្នាយើង cone មិនទៅនេះយើងមានចំហលើចំហក្រោមដូចជាឆាត់ផ្លិតអញ្ចឹងណាចឹងខ្ញុំបង្ហាញយើងបន្តិចឡើយហ្នឹងឧទាហរណ៍ខ្ញុំចូលទៅក្នុងនេះខ្ញុំចូលទៅក្នុង cone នេះ cone ពេលយើងឃើញ cone ដំបូងយើងឃើញថាម៉េចទៅនេះ cone របស់យើងកោនណាគឺវាស្រួចចេះណាក៏ប៉ុន្តែយើងអាចសេរីបាននៅក្នុង cap របស់វានេះណា cap នៅ object របស់យើងវាមានតែកន្លែងនេះtop radius ហើយនិង bottom radius របស់វានេះ bottom ហើយ top ហ្នឹងខាងលើនេះឥឡូវវា0វាសួរចូលគ្នាខាងក្រោមវាធំអញ្ចឹងឥឡូវនេះប៉ោដូចបើគេមុនហ្នឹងថែមតិចមកប៉ោញ៉ាត់ទៀបតិចមកនេះអស់នេះមកទៀបនេះអាចធ្វើធំទួយអីបានតាមចិត្តទាញមកទួយតិចមកអូខេចឹងចំហវាយើងប្រើ cap ដោះ cap ចោលទៅចំហបាត់ហើយចំហបាត់ហើយមានអីបាក់ឃើញអត់ហើយយើងដាក់ e control ចូលក្រោមឧទាហរណ៍ចង់ធ្វើអាបាតក្រោមណាខ្ញុំធ្វើឲ្យហើយទូតិចមកឧទាហរណ៍អានេះបាតក្រោមវាបិទចិត្តអញ្ចឹងហើយយើងបិទអីគេយើងបិទ cap វិញមកបើក cap វិញមកយើងបានបាតក្រោមនេះបាតក្រោមរបស់យើងអូខេ object cap អូខេប៉ុណ្ណឹងហើយវាអត់សូវមូលដូចគេបើយើងចង់ឲ្យមូលស្អាតយើងចូលបង្កើតកន្លែងនេះមកនេះ top bottom fillet របស់វាយើងថែមមកថយ radius តិចមក1 2អូខេប៉ុណ្ណឹងមកយើងបានខាងក្រោមនេះបាទនេះហើយលើនឹងទៀតយើងអាចគូជាអីគេ cylinder ធម្មតាឥឡូវនេះ cylinder ធម្មតាចប់ឥឡូវឧទាហរណ៍ខ្ញុំគូមកឲ្យស្មើនេះចុចលើនឹង control point t scale ទៅតិចមកនេះ cylinder ធំឲ្យរៀងទៀបបន្តិច e ក៏ដាក់លើមកយើងធ្វើលក្ខណៈជា object ប៉ះគ្នាអញ្ចឹងអត់បញ្ហាណាបើយើងភ្ជាប់គ្នារឿងផ្សេងរឿងហ្នឹងគឺបញ្ហាស្មុគស្មាញបន្តិចណាហើយ control មួយទៀតមក copy វានេះអ្វីនេះតូចតិចមកដែរលើឃើញអត់អូសឡើងលើតិចមកដាក់ឡើងណាក៏បានយើងបានពូនេះមួយបានពូលមួយមកឃើញអត់ពូតុកពូលតុកពូឆាត់លើតុកហ្នឹងបានមកមួយទៀតដែរងាយដាក់មកឧទាហរណ៍ all g គ្រប់ចូលគ្នាដាក់ថា lamp lamp មកយើងនេះនេះវាស្ដើងពេកចៅកាសធ្វើម៉េចទៅយើងប្រើអីគេប្រើ secant មិនអញ្ចឹងហ៎ចុច all key ចុចប៉ុចមកបាន secant មួយទៀតមកហើយ secant របស់យើងហ្នឹងបាច់ក្រាស់ពេកទេដាក់ថា1អីទៅបានណាជីងកម្រាស់មុំបានណាមិនអញ្ចឹងហ៎អូខេចុច advance មកវាស្មើល្អហើយយើងថែម position របស់យើងមកនេះមកទៅក្រៅអញ្ចឹងហ៎ស្អាតបាទហើយយើងចូលមកកាន់ code របស់យើងបន្ថែម object rotation segment ថាឲ្យច្រើនតិចមកវា smooth ល្អអញ្ចឹងមកជ្រុងញ៉ៃវាស្អាតទេចាមកវាស្អាតញ៉ាត់បាន lamp set មួយមកបាទ display ground setting ចប់ឃើញទេបានមួយបាទហើយចឹងសល់តុកអីតិចតួចគឺអូខេបើអញ្ចឹងហ៎អូខេអញ្ចឹងមកដល់ត្រឹមនេះគ្នាយើងមានអីឆ្ងល់តិចទេខ្ញុំសម្រាប់ត្រឹមហ្នឹងណាហើយទៅខ្ញុំបន្តសប្តាហ៍ក្រោយឲ្យលឿនពេកបើយើងទៅលឿនពេកយើងអាចចាប់អត់តាន់អញ្ចឹងយើងសុំយកត្រឹមប៉ុណ្្នឹងសិនអញ្ចឹងយើងបន្តអូខេអញ្ចឹងនេះយើងអត់មានចម្ងល់អីទេមើលទៅអញ្ចឹងយើងអាចសម្រាប់បានអូខេអញ្ចឹងអរគុណច្រើនที่យើងបានចូលរួមថ្ងៃហ្នឹងយើងជួបទីសប្តាហ៍ក្រោយយើងនឹងបន្តបញ្ចប់ការ modeling របស់យើងហើយយើងនឹងបន្ថែមអីតិចតួច
ទៅលើការងាររបស់យើងនឹងទៀតព្រោះអីពេលចុងក្រោយនេះក៏មិនច្រើនដែរអញ្ចឹងណាបាទអរគុណច្រើនសុខសប្បាយជួបគ្នាសប្តាហ៍ក្រោយ